ស្រីម្នាក់បានដោះខ្សែចុងសក់របស់ហើយយកទៅចងឲ្យបុរសដែលរងរបួសម្នាក់ប៉ុន្តែនាងមិនបានដឹងទេថាមនុស្សដែលនាងបានជួយជាមេបងធំដ៏សាហាវខូខើម្នាក់គ្រាន់តែដោយសារតែទង្វើដ៏ល្អមួយនេះបានធ្វើឲ្យបុរសម្នាក់នោះលងស្រឡាញ់នាងគាត់ថែមទាំងសុខចិត្តលាក់អត្តសញ្ញាណដើម្បីនាងហើយសុខចិត្តធ្វើជាអង្គរៈនៅក្បែរនាងថែមទាំងបានជួយសង្គ្រោះនាងពីគ្រោះថ្នាក់ជាច្រើនលើកមិនឲ្យអ្នកណាមកធ្វើបាបនាងបានឡើយប៉ុន្តែបុរសម្នាក់នោះមិនមានបំណងបង្ហាញនៅសេចក្តីស្រឡាញ់របស់គាត់ចេញដោយមិនដឹងថាស្រីម្នាក់នោះក៏បានលងស្រឡាញ់គាត់ដែរក្នុងអំឡុងពេល3ឆ្នាំដែលនៅពេលដែលចង់ឲ្យនាងរៀបការដើម្បីផលប្រយោជន៍គ្រួសារនាងក៏ដាច់ចិត្តសួរទៅកាន់លូឈិនថាតើអ្នកធ្លាប់គិតទេប្រសិនបើខ្ញុំរៀបការទៅហើយគូជីឈៀងធ្វើមិនល្អដាក់ខ្ញុំនឹងនៅក្បែរអ្នកជានិច្ចគាត់មិនពោមអ្នកណាឲ្យអ្នកមកនៅក្បែរខ្ញុំដោយសារមិនទទួលបានចម្លើយដែលចង់បាននាងនៅតែចង់សាកល្បងចិត្តរបស់គាត់បន្តទៀតដូច្នេះហើយត្រឹមតែយល់ព្រមតាមការរៀបចំរបស់គ្រួសារថែមទាំងនៅក្នុងពិធីភ្ជាប់ពាក្យនាងបានដាក់សំណើដ៏ហួសហេតុមួយទៅកាន់គាត់ថ្ងៃនេះដៃរបស់ខ្ញុំមិនសូវស្រួលទេកាន់បិចមិនរួចឡើយឬមួយក៏លូឈិនអ្នកមកចុះហត្ថលេខាជំនួសខ្ញុំមកនឹកស្មានមិនដល់ថាគ្រាន់តែនាងនិយាយចប់ភ្លាមក៏ត្រូវឪពុកម្ដាយខាងប្រុសសួរដេញដោលដោយគិតថានាងយកការរៀបការនេះមកលេងសើចចំណែកម្ដាយចុងក៏បានជួយសម្របសម្រួលព្រមទាំងយកវិបត្តិក្រុមហ៊ុនមកគំរាមកំហែងនាងពេលនោះក្មេងស្រីម្នាក់ក៏បង្ខំចិត្តនិយាយថាគ្រាន់តែជាការលេងសើចដើម្បីបន្ធូរបន្ថយភាពតានតឹងបន្ទាប់មកនាងក៏សុខចិត្តទទួលប្រេងវាសនាហើយចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍នៅពេលគិតដល់ទឹកមុខមិនខ្វល់ខ្វាយរបស់គាត់នាងក៏មានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីពិធីភ្ជាប់ពាក្យបានបញ្ចប់នាងក៏បានយកលិខិតអាពាហ៍ពិពាហ៍ទៅលើខ្លួនបុរសម្នាក់នោះយ៉ាងខ្លាំងរួចក៏ងាកក្រោយដើរចេញទៅភ្លាមនៅក្នុងថ្ងៃបន្តនាងព្យាយាមលួងលោមគាត់ជាច្រើនដងចង់បំបែករបាំងការពីចុងក្រោយជាមួយគាត់តែនឹកស្មានមិនដល់ថាគាត់អាចមើលដឹងគ្រប់ពេលថាគាត់ក៏កំពុងមានចិត្តឲ្យនាងដែរតែតែងតែបដិសេធនាងនៅនាទីចុងក្រោយក្រៅពីនេះទៅទៀតគាត់នៅតែបន្តធ្វើដូចពីមុនហើយព្រួយតាមអារម្មណ៍របស់នាងជឿចាប់ពេលឃើញនាងរងរបួសតែនាងនៅតែមិនអាចមើលឃើញនឹកក្តីស្រឡាញ់ចំពោះនាងនៅលើមុខគាត់ឡើយក្រោយពីការសាកល្បងលើកនេះមិនបានផលនាងក៏ខឹងហើយដេញគាត់ចេញទៅហើយចុងក្រោយក៏ព្រមរៀបការជាមួយគូដណ្ដឹងចំណែកបុរសម្នាក់នេះវិញប្រហែលជាដឹងថាវាជាឱកាសចុងក្រោយក៏មិនអាចទប់អារម្មណ៍ខ្លួនឯងបានទៀតហើយក៏ថាក្មេងស្រីដែលខ្លួនស្រឡាញ់តែម្ចាស់ថ្មីគ្រាន់តែជាការងារមែនទេបាទស្អែកខ្ញុំត្រូវរៀបការហើយបើខ្ញុំពាក់ស្បែកជើងរៀបនេះតើអ្នកនឹងទៅការដែរទេទោះបីជាគាត់មិនបានផ្ដល់ចម្លើយច្បាស់លាស់តែពេលនេះនាងនៅតែស្រមៃថាគាត់នឹងមកដណ្ដើមនាងក្នុងពិធីការតែនឹកស្មានមិនដល់ថាបាននៅពីមេផ្ទះថាក្នុងថ្ងៃដែលនាងរៀបការគាត់បែរជាសុំច្បាប់ឈប់ពេលលើបែបនេះចិត្តនាងធ្លាក់ចុះដល់បាតតែមានតែបង្ខំចិត្តធ្វើដំណើរទៅព្រះវិហារនិយាយទៅកញ្ញាសិនចេញពីផ្ទះហើយបើអ្នកមិនទៅឡើយទេគឺពិតជាមិនទាន់មែនទែនពិភពលោករបស់យើងងឹតពេកហើយនាងគួរតែរស់នៅក្រោមពន្លឺថ្ងៃនៅក្បែរខ្ញុំនាងនឹងមានគ្រោះថ្នាក់ដល់ជីវិតតើអ្នកក្រុងនឹងនៅក្បែរនាងដោយស្ងប់ស្ងាត់បែបនេះធ្វើជាអង្គរៈអស់មួយជីវិតមែនទេហើយបណ្ដោយឲ្យខ្ញុំមើលនាងទៅរស់នៅមានក្តីសុខជាមួយប្រុសផ្សេងមែនទេឈប់ទៅពេលនោះគាត់ក៏ទទួលបានទូរស័ព្ទពីហាងលក់រោការប្រាប់គាត់ថាកាលពីម្សិលមិញពេលនាងសាក់រោគនាងបានទុកវីដេអូចោលនៅទីដែរនៅពេលដែលគាត់ប្រញាប់ទៅយកខ្សែដៃនោះគាត់ក៏បានរកឃើញដោយចៃដន្យនៅហាងទីរត់គេចពីព្រះវិហារដែលនាងគូលើកញ្ចក់ពេលនោះគាត់ក៏នឹកឃើញរឿងមុននេះតែកូនចៅបានប្រាប់គាត់ថានាងមិនខ្លាចគ្រោះថ្នាក់អ្វីឡើយនាងខកតែពីការសម្រេចចិត្តរបស់ខ្លួនឯងប៉ុណ្ណោះពេលនេះគាត់ទើបតែយល់ច្បាស់តាមពិតនាងតាំងពីដើមមកមិនដែរសម្រាប់ចិត្តរៀបការជាមួយគូដណ្ដឹងឡើយគាត់ក៏ប្រាប់បុគ្គលិកហាងភ្លាមថាគុំសម្អាតកញ្ចក់មួយនេះឲ្យសោះរួចក៏ហុចកាត់ខ្មៅមួយសន្លឹកឲ្យទៅបុគ្គលិកហើយក៏ដើរចេញទៅតែមិននឹកស្មានថាពេលកំពុងទៅព្រះវិហារគាត់បែរជាត្រូវគូដណ្ដឹងនាងលុបឆ្មក់វាប្រហារស្ទើរតែធ្វើឲ្យគាត់បាត់បង់ជីវិតនៅទីនោះសិនចូលពិធីការនីចិត្តចាប់ផ្ដើមហើយកូនក្រមុំពាក់ស្បែកជើងរួចដើរចូលក្នុងពិធីមង្គលការចៅហ្វាយអូសេទៅមន្ទីរពេទ្យតាំងពីអាយុ5ឆ្នាំខ្ញុំត្រូវទៅព្រះវិហារដល់ពេលចូលទៅហើយភ្ញៀវទាំងអស់កំពុងរង់ចាំបាត់តោះទៅព្រោះអ្នកមិនមែនជាចៅហ្វាយដែលចេះតែរៀបទេនាងជីទូទៅនាង
ផ្លូវធ្វើដំណើរសិនជួអ្នកត្រឡប់មកវិញភ្លាមប្រញាប់ទៅចាប់គាត់មកវិញឲ្យលឿនខ្ញុំស្មានថាអ្នកមិនមកទៅហើយតើនរណាធ្វើឲ្យអ្នករបួសបែបនេះគិតឲ្យច្បាស់ទៅកុំនិយាយច្រើនបើមិនទៅទេជាអ្នកនឹងហូរអស់មិនខានតោះទៅបន្តទៀតសិនជួអ្នកត្រឡប់មកវិញភ្លាមយ៉ាងមិនហើយវើមកទេមិនអីទេរបួសបន្តិចបន្តួចទេខ្ញុំជួយរុំរបួសឲ្យអ្នកសិនមិននឹកស្មានថាអ្នកនៅកណ្ដាលក្រុងថ្លៃកប់ពុកបែបនេះបែរជាទិញផ្ទះល្វែងធំទូលាយយ៉ាងនេះចៅហ្វាយកុំបារម្ភអីខ្ញុំទិញវាឲ្យអ្នកសម្រាប់អ្នកវាគឺជាខុនដូដែលថោកបំផុតហើយមើលទៅប្រាក់ខែអង្គរៈពិតជាខ្ពស់មែនគឺដោយសារតែបានបុណ្យអ្នកនាងហើយថ្ងៃនេះអ្នករត់តាមខ្ញុំហើយការងារអង្គរៈប្រាក់ខែខ្ពស់របស់អ្នកនឹងត្រូវបាត់បង់ហើយអ្នកនាងមើលងាយខ្ញុំមែនទេខ្ញុំចិញ្ចឹមអ្នកបានតើសួស្ដីមនុស្សល្ងងអ្នកនាងដល់ពេលសម្រាប់ហើយកូនឆ្កែអៀនខ្មាស់ម្នាក់នេះអ្នកតាត្រកូលសិនរបស់អ្នកបង្រៀនកូនស្រីយ៉ាងម៉េចហ្នឹងរត់តាមអាឆ្កែព្រៃបាត់នៅកណ្ដាលពិធីការផ្លូវខាងលិចចេញជាសិនធីងស៊ូនាងនៅក្មេងមិនទាន់ដឹងក្តីទេកុំហៅពួកយើងថាដន្លងមុខមាត់ត្រូវនាងបំផ្លាញអស់ហើយលុបចោលការភ្ជាប់ពាក្យទៅគម្រោងសហការទាំងអស់ត្រូវបញ្ឈប់មិនអាចបញ្ឈប់បានទេគឺមកពីអាអង្គរៈម្នាក់នោះទាំងអស់សិនធីងស៊ុនមនុស្សថោកទាបម្នាក់នេះបើគ្រូសាគូជប់សហការជាមួយត្រកូលសិនពួកយើងកាន់កាប់ត្រកូលសិននេះក៏គ្មានប្រយោជន៍ដែរពិតជាស្មានមិនដល់មែនត្រកូលសិននេះគឺជារបស់ម្ដាយធីងស៊ុនដែលស្លាប់ចោលតាំងពីតូចនាងហ៊ានបោះបង់គ្រប់យ៉ាងដើម្បីបុរសម្នាក់នោះតែឥឡូវនេះគួរធ្វើរឿងយ៉ាងម៉េចទៅលោកសាច់ជ្រូកនៅស្រួលចិត្តជាងលោកនាងទៀតត្រូវតែរកពួកគេឲ្យឃើញរួចបញ្ជូនទៅសុំទោសគ្រូសាគូអ្នកនាងតាមមកពីអ្នកនាងរត់តាមខ្ញុំទើបមានអារម្មណ៍ខុសចំពោះលោកស្រីមែនទេម៉ាក់គឺជាមនុស្សដែលមិនចេះអាត្មានិយមទេគាត់ប្រកាសជាចង់ឲ្យខ្ញុំមានក្តីសុខដោយគ្មានលក្ខខណ្ឌត្រកូលសិនកាលនោះគឺម៉ាក់ជាអ្នកជួយប៉ាឲ្យបង្កើតវាឡើងអ្វីដែលខ្ញុំចង់ចាក់ចេញមិនមែនជាត្រកូលសិនទេគឺលីនវ៉ាន់ជឺនិងកូនស្រីរបស់គាត់មិនយូរមិនឆាប់គង់តែមានថ្ងៃមួយខ្ញុំនឹងដេញអបញ្ញាតឯកទាំងពីរអ្នកនេះចេញពីផ្ទះរបស់ខ្ញុំនិងចេញពីក្រុមហ៊ុនរបស់ប៉ាម៉ាក់ខ្ញុំថ្ងៃនោះនឹងមកដល់ជាក់ជាមិនខានអ្នកចង់ទៅវាយគ្នាជំនួសខ្ញុំមែនទេខ្ញុំគឺជាឆ្កែដ៏ស្មោះត្រង់របស់អ្នកឲ្យខ្ញុំធ្វើអ្វីក៏បានដែរយប់នេះគេងជាមួយគ្នាបន្ទប់គេងធំទុកឲ្យអ្នកខ្ញុំគេងបន្ទប់តូចវិញ
អ្នកនាងឆាប់ទៅងូតទឹកសម្រាប់ទៅចៅហ្វាយតើអ្នកពិតជាចង់បណ្ដាក់ទុនឲ្យត្រកូលសិនមែនទេឥឡូវនេះអ្នកកាន់កាប់ពីហ៊ុនគឺស្ថិតនៅក្រោមត្រកូលសិនពេញប៉ោងដែលកាន់តែរីកធំនៅពេលដែលវាផ្ទុះវានឹងកាន់តែខ្លាំងក្រុមហ៊ុនបានហៅហ៊ានបណ្ដាក់ទុន 1000 លានឲ្យត្រកូលសិនហេតុអ្វីបានជាលោកលូជ្រើសរើសពួកយើងមិនបាច់ខ្វល់ថាហេតុអ្វីទេលោកលូម្នាក់នេះទើបតែបង្កើតក្រុមហ៊ុនបានហៅទេវាជាក្រុមហ៊ុន Fashion ដែលមានទ្រង់ទ្រីធំបំផុតក្នុងប្រទេសសូម្បីតែចុងជើងគាត់ក៏អ្នកឯងប្រៀបមិនបានផងឱកាសមកដល់ហើយត្រូវតែចាប់យកឲ្យបានតើគាត់ពេញចិត្តការរចនារបស់ខ្ញុំឬក៏កូនសម្លាញ់កម្មវិធីជប់លៀង Moonlight នៅសប្តាហ៍ក្រោយគឺជាពេលល្អបំផុតដើម្បីឲ្យគាត់ចាប់អារម្មណ៍លើអ្នកយល់ថាលោកលោកមិនដែលបង្ហាញមុខជាសាធារណៈទេលើកនេះគាត់បែរជាធ្វើរឿងលើកលែងទៅវិញចាំទុកពេលជួបលោកលោកត្រូវតែរាក់ទាក់គាត់មុនឲ្យតែអ្នកបានខ្លាយជាលោកស្រីលូនឹងគ្មានអ្នកណាហ៊ានមើលងាយខ្ញុំនិងអ្នកទៀតឡើយ Shen Ting Chu មីស្រីថោកទាបម្នាក់នោះមួយជីវិតនេះឯងនៅត្រឹមនឹងចុះសិនទីងស៊ីអញដេកអប់អង្គរៈកំសត់របស់អញទៅខ្ញុំនឹងឲ្យអញដឹងថាអ្នកណាទើបសាកសមនៅចំណុចកំពូលខាងនេះគឺជាការិយាល័យរបស់ខ្ញុំចំណែកខាងនេះគឺជាកន្លែងផលិតយកលុយសន្សំទាំងអស់មកបើកស្ទូឌីយោអ្នកមិនស្ដាយក្រោយទេអីប្រកាសជាមិនស្ដាយទេលិនវ៉ាន់ឆេមិនដែលឲ្យខ្ញុំរចនាម៉ូដឡើយឲ្យតែខ្ញុំគូគាត់ឲ្យចោលភ្លាមខោអាវដែលខ្ញុំរចនាឡើងក៏មិនអាចដាក់ចូលខ្សែសង្វាក់ផលិតកម្មបានដែរឥឡូវនេះខ្ញុំអាចធ្វើខោអាវដែលខ្ញុំចង់ធ្វើបានហើយស្ទូឌីយោនេះដាក់ឈ្មោះថាលេសយ៉ាងម៉េចដែរពីព្រោះណាថាកែសិននេះជាលិខិតអញ្ជើញជប់លៀង Moonlight លោកលោអញ្ជើញអ្នកក្នុងនាមជាអ្នករចនាម៉ូដថ្មីឲ្យចូលរួមលោកលោម្នាក់នោះអ្នកមិនដឹងទេអីមហាសេដ្ឋីមកពីក្រៅប្រទេសម្នាក់នោះលោកលូដែលជាប់ចំណាត់ថ្នាក់កម្ពុជាទាំង3របស់យើងគាត់បានបង្កើត Manhole Group នៅក្នុងស្រុកផ្ដោតសំខាន់លើវិស័យ Fashion ថ្ងៃនេះគាត់វិនិយោគលើគម្រោង Fashion ដល់ទៅ 1000 លានហើយប្រកាសថាសប្តាហ៍ក្រោយនឹងមានកម្មវិធីជប់លៀង Moonlight ដើម្បីជួបជុំអ្នករចនាម៉ូដវិនិយោគលើក្រុមហ៊ុន Shang Shi លោកលោម្នាក់នេះភ្នែកមើលមនុស្សមិនសូវពូកែសោះនោះគឺ Shang Shi គាត់ប្រហែលជាមកដើម្បី Shang Shi ហើយលើពីនេះគឺថាលិខិតអញ្ជើញមានតែ10សន្លឹកប៉ុណ្ណោះគាត់ជ្រើសរើសអ្នកបង្ហាញថាគាត់ភ្នែកពូកែតើមិនក៏អ្នកជួយនិយាយឲ្យមនុស្សចម្លែកច្រើនម្ល៉េះមកពីអ្នកទាំងពីរត្រកូលលោកដូចគ្នានឹងណាខ្ញុំគ្រាន់តែគិតថាបើអ្នកអាចសហការជាមួយគាត់បាននោះនឹងមានឱកាសវិតម្លៃពួកគេហើយពិតមែនហើយចៅហ្វាយបើអ្នកត្រូវបានគាត់ជ្រើសរើសមែននោះច្បាស់ជាល្បីផងមានលុយផងមិនខានខ្ញុំនឹងចូលរួមពន្លឺដែលអ្នកចង់បានគួរតែភ្លឺស្វាងជានិច្ចចំណែកស្រមោលទុកឲ្យខ្ញុំជាអ្នកចាត់ការធានស៊ីវអ្នកលេងឆ្អែតហើយមែនទេដល់ពេលត្រឡប់ទៅផ្ទះវិញហើយអ្នកលួចតាមដានខ្ញុំសម្ដីរបស់អ្នកស្ដាប់ទៅពិតជាមិនពីរោះសោះអ្នកគឺជាគូដណ្ដឹងរបស់ខ្ញុំណាខ្ញុំនាំគូដណ្ដឹងខ្លួនឯងទៅផ្ទះតើមានអ្វីខុសខ្ញុំមិនទាន់រៀបការទេខ្ញុំមិនមែនជាគូដណ្ដឹងរបស់អ្នកទេហើយឥឡូវនេះផ្ទះរបស់ខ្ញុំនៅទីនេះធានស៊ីវអ្នកស្មានថាការរត់តាមអង្គរៈវាជារឿងរ៉ូមែនទិកណាស់មែនទេតើគាត់អាចផ្ដល់អ្វីឲ្យអ្នកបានខ្លះលុយកាក់ឬក៏បុណ្យស័ក្តិខ្ញុំអាចត្រឹមតែកាន់កាបូបឲ្យអ្នកនាងកំដរលើក្រែហើយនឹងដេញពួកសត្វរំខានធីងសៀទៅជាមួយខ្ញុំលេងខ្ញុំលោកប្រធានគូកូនឆ្កែរបស់ខ្ញុំចរិតមិនសូវល្អទេចេញទៅអញ្ជើញទៅចុះមិនជូនដំណើរទេលូឆិនចាំមើលទៅសិនធានស៊ីវឲ្យគឺជាមនុស្សដែលនាំតែរឿងអាម៉ាស់អ្នកកុំទៅរកគាត់ទៀតអីបើដឹងដល់ក្រៅគេនឹងសើចចំអកឲ្យពិតមែនហើយជាងសឹងអ្នកចង់បានស្រីបែបណាក៏បានដែរចាំបាច់អីទៅខ្វល់អ្នកទាំងពីរធ្លាប់និយាយថាទៅថ្ងៃមុខនាងច្បាស់ជាត្រូវរៀបការជាមួយខ្ញុំមិនអនុញ្ញាតឲ្យរបស់ដែលជារបស់ខ្ញុំរត់ចេញពីខ្ញុំដាច់ខាតខ្ញុំកំពុងនៅតាមផ្លូវទៅស្ទូឌីយោវិញលូឆិន
ខ្ញុំមិនខ្វល់ថាអ្នកចង់តាមរំខានដោយសារមូលហេតុអ្វីទេធានស៊ីវនេះគឺ10លានចាក់ចេញពីគាត់ទៅមនុស្សសម្រាមដូចជាអ្នកលុយទាំងនេះគ្រប់គ្រាន់ឲ្យអ្នកចាយដល់ជាតិក្រោយហើយលោកប្រធានគេហេតុអ្វីនៅតែហៅគាត់ថាអ្នកសុំទានទៀតអ្នកកុំលោភលន់ពេកខ្ញុំមិនឲ្យលុយអ្នកថែមទៀតទេខ្ញុំមិនត្រូវការលុយយកខ្វក់របស់អ្នកទេឲ្យផឹកស្រាល្អមិនផឹកចង់ផឹកស្រាពីណីមែនទេបើអ្នកហ៊ានប៉ះពាល់ធានស៊ីវម្ដងទៀតខ្ញុំនឹងកាច់ដៃអ្នកចំខាងពួកគាត់វាខ្ញុំច្បាស់ណាស់ថាអ្នកវាគេឡើងហើមមុខដូចក្បាលជ្រូកនៅមានមុខមកធ្វើពុតជាជនរងគ្រោះថាគេវាខ្លួនទៀតអង្គរៈលូអ្នកពិតជាពូកែសម្ដែងណាស់កូនឆ្កែដែលចេះយំទៅបានស្កក្របញ៉ាំអ្នកក៏មានរឿងអ្វីលាក់បាំងនឹងខ្ញុំឲ្យសោះខ្ញុំស្អប់បំផុតគឺមនុស្សដែលបោកប្រាស់ខ្ញុំយប់នេះនៅតែគេងបែកគ្នាដដែលកញ្ញាឈិនអបអសាទរការបើកខាងថ្មីពួកយើងបានលីឈប់ពីការងារនៅខេត្តអស់ហើយទៅថ្ងៃមុខបើអ្នកមានការអ្វីអាចប្រើពួកយើងបានតាមចិត្តលូចិនអ្នកមានមុខមាត់ធំដល់ថ្នាក់នឹងផងបាទជំរាបសួរកញ្ញានៅមិនទាន់ប្រញាប់ចូលមកជួយទៀតមកអញ្ជើញអ្នកទាំងអស់គ្នាចូលមកមើលលេងសិនមកជួយគាំទ្រផងបាទអរគុណសាច់ក្រណាត់កំពេចកំពកបែបនេះក៏ហ៊ានយកមកបង្ហាញដែរសិនជីសៀងខ្ញុំមិនបានអញ្ជើញអ្នកទេតើអ្នកមានសិទ្ធិអ្វីមកទីនេះខ្ញុំជាអ្នកដែលទទួលបានការវិនិយោគ1000លានពីលោកប្រធានលោកចំណែកអ្នកគ្រាន់តែជាមនុស្សគួរឲ្យអាណិតដែលបើកខាងកំពេចកំពកប៉ុណ្ណោះតើអ្នកមានសិទ្ធិអ្វីមកអញ្ជើញខ្ញុំអ្វីដែលអ្នកហៅថាការរចនានោះគ្រាន់តែជាសំណើព្រាងដែលម្ដាយខ្ញុំបោះចោលប៉ុណ្ណោះអញ្ជើញអ្នកមកគឺធ្វើឲ្យខ្ញុំរំណាស់អ្នកហ៊ានប្រើដៃមែនទេខ្ញុំនឹងឲ្យអ្នកស្គាល់រសជាតិយកក្រណាត់រហែកញាត់មាត់មនុស្សប្រុសថោកទាបដូចជាអ្នកដឹងខ្លួនទេខ្ញុំជាអ្នកកាន់ការវិនិយោគពីក្រុមហ៊ុនយ៉ាក់ខ្ញុំអាចកាត់ដៃកាត់ជើងអ្នកចោលពេលណាក៏បានហើយបោះចូលសមុទ្រឲ្យត្រីស៊ីទៀតផងលោកនេះគឺជាគ្រឿងអលង្ការលំដាប់កំពូលដែលលោកបានកត់ទុកជាកាដូសម្រាប់ថ្ងៃបើកហាងរបស់អ្នកអូហូគ្រាន់តែឈ្មោះលោកភ្លាមធ្វើឲ្យខ្ញុំស្ទើរតែភ័យស្លាប់ទៅហើយស្ទើរតែភ្លេចថាអថោកទាបដូចជាអ្នកក៏ត្រកូលលូដែរត្រកូលដូចគ្នាតែខុសគ្នាដាច់តែម្ដងសូម្បីតែមនុស្សស្រីខ្លួនឯងក៏ជួនរបស់ខ្លាំងខ្លាយដែរថែមទាំងជួទូមកសម្ដែងទៀតកុំមកមើងងាយមនុស្សពេកពេកពណ៌ការជុកនេះជាក្រោយទៀតក៏អ្នកទិញមិនរួចដែរសិនធីងស៊ីអ្នកមើលខ្លួនឯងទៅរាល់ថ្ងៃដើរលេងជាមួយពួកថោកទាបបែបហ្នឹងហ៊ានជេរខ្ញុំផងហើយបើហ៊ាននិយាយអាក្រក់ពីពួកគេមួយម៉ាត់ទៀតប្រយ័ត្នខ្ញុំកាត់អណ្ដាតអ្នកចោលលោកស្រីខ្លាំងដូចបោះអញ្ចឹងសិនជីងស៊ីថ្ងៃនេះខ្ញុំមិនមែនមកឆ្លោះជាមួយអ្នកទេទៅជាមួយខ្ញុំវិញទៅលុតជង្គង់សុំទោសគ្រួសារគូមិនអាចទៅរួចទេអ្នកត្រូវតែទៅជាមួយខ្ញុំសិនធានស៊ីអ្នកហ៊ានជីទឹកដាក់ខ្ញុំផងហើយការតុបតែងមុខរបស់បងស្រីមើលទៅដូចខ្មោចទឹកណាស់ទុកកម្លាំងទៅផ្ទះតុបតែងមុខឡើងវិញទៅវាកំទេចកន្លែងនេះឲ្យអស់ទៅចាំមើលអ្នកណាហ៊ានវាឈិនធីងស៊ីអ្នកស្មានថាអ្នកចិញ្ចឹមបានឆ្កែស្មោះត្រង់មួយក្បាលមែនទេមិនប្រាកដទេវាអាចជាសត្វឆ្កែព្រៃដែលស៊ីមនុស្សក៏ថាបានទៅជាកូនឆ្កែឬជាឆ្កែព្រៃទៅណោះមួយរីករាយថ្ងៃបើកសម្ពោធ
លូឆានភ្នែករបស់អ្នកដូចជាផ្កាយអញ្ចឹងអ្នកនាងអ្នកស្រវឹងហើយអាយ៉ាតើពេលណាទៅបសលូតបូតដាក់ពួកយើងបែបនឹងខ្លះទៅយីយកសពទៅនៅក្រៅប្រទេសតើអ្នកធ្លាប់ឃើញបសញឹមបែបហ្នឹងពីពេលណាហាហាហាខ្ញុំយ៉ាងម៉េចយូឈិនអ្នកមិនកាត់មែនទេអ្នកនាងពួកយើងមិនទាន់ដល់ពេលធ្វើរឿងបែបនោះទេអូខេលើកលែងឲ្យអ្នកចុះបើមានការអីចាំហៅខ្ញុំណាកូនឆ្កែស្លូតបូតតែសិចស៊ីណាស់ល្អណាស់ទាំងនេះគឺជាគម្រោងការងារទាំងអស់របស់ម៉ាំងហៅជាងខាងហើយនៅមានរឿងពិធីជប់លៀងមុនម៉េចទៀតទោះបីជាអ្នករៀបចំកម្មវិធីនឹងផ្ញើគម្រោងលម្អិតឲ្យអ្នកក៏ដោយហឹមបើជាអ្នកមើលចុះគាត់ហត់នឿយខ្លាំងណាស់ប្រហែលជាយប់មិញអ្នកស្រីផឹកច្រើនពេកហើយធ្វើឲ្យអ្នកឈឺខ្លួនមែនទេពួកខ្ញុំមិនទាន់ដល់ថ្នាក់នឹងទេនំប៉ាវអ្នកទាំងពីរនៅជាមួយគ្នា2នាក់យូរហើយតើអ្នកចង់ប្រាប់ខ្ញុំថាគ្មានរឿងអ្វីកើតឡើងមែនទេឬមួយក៏អ្នកលុះត្រាតែគាត់ទទួលយកអ្វីដែលជាខ្ញុំពិតប្រាកដទើបខ្ញុំអាចឲ្យគាត់ប្រកល់ខ្លួនប្រាណឲ្យខ្ញុំបានបើមិនអញ្ចឹងទេវាមិនយុត្តិធម៌ឡើយបើអញ្ចឹងអ្នកគួរតែប្រាប់គាត់ទៅថាអ្នកគឺជាមិត្តដែលគ្មានគូប្រៀបនៅក្នុងប្រទេសនេះហឹមឥឡូវមិនទាន់ដល់ពេលទេដោយសារចរិតរឹងរូសនិងឯករាជ្យរបស់គាត់ខ្ញុំអាចត្រឹមតែនៅពីក្រោយខ្នងជួយជ្រោមជ្រែងគាត់ប៉ុណ្ណោះតើមានបរិសុទ្ធណាដែលមានចិត្តស្មោះជាងអ្នកទៀតទៅយំអាក្រក់ស្ដាប់ណាស់ចេញទៅក្រៅទៅការងារថ្ងៃនេះចប់ហើយលឿនម្លេះលូឆេនហើយអ្វីអ្នកមានគម្រោងរៀបចំកម្មវិធីជប់លៀងរបស់លោកហើយអ្វីអ្នកមានគម្រោងរៀបចំកម្មវិធីជប់លៀងរបស់លោកខ្ញុំបានទទួលការងារក្រៅម៉ោងជាអង្គរៈក្នុងកម្មវិធីហ្នឹងអាចរកលុយបន្ថែមបានច្រើនដែរហើយថែមទាំងអាចនៅក្បែរអ្នកទៀតការពីអ្នកកុំឲ្យម្ដាយកូនពីរអ្នកនោះធ្វើបាបអញ្ចឹងអ្នកត្រូវតែខំធ្វើការឲ្យល្អណាស់រកលុយទិញនំខេកឲ្យខ្ញុំញ៉ាំផងរីករាយដែលបានសហការគ្នាឲ្យតែអ្នកនាងទី2តកូសិនចូលកាន់ការងារភ្លាមលោកក៏ព្រមវិនិយោគភ្លាមដែរពិតជាគួរឲ្យចំណែនណាស់ឬមួយលោកចាប់ចិត្តលើអ្នកនាងទី2ហើយចំណែកអ្នកនាងទី2នោះវិញពិតជាអស្ចារ្យមែនដាច់អ្នកនាងធំដែលនៅជាមួយអង្គរៈនោះទៅទៀតពិតប្រាកដហើយលោក Dawson នេះជាលិខិតអញ្ជើញនឹងប្លង់រចនារបស់ខ្ញុំបាទល្អណាស់ខ្ញុំនឹងយកប្លង់រចនានេះទៅឲ្យលោកពិនិត្យមើលលោក Dawson ខ្ញុំបានត្រៀមគ្រឿងអលង្ការមួយឈុតជាពិសេសដល់ពេលនោះជួយយកវាទៅជាមួយប្លង់រចនារបស់ខ្ញុំផងហើយប្រគល់ឲ្យលោកលើជាមួយគ្នាពួកយើងពិតជាកោតសរសើរលោកខ្លាំងណាស់ដូចជាតកូមិនចេះដាច់ដុតវាចោលទៅលោកគាត់មើលតែលើអ្នករចនាមួយប៉ុណ្ណោះលោក Dawson យកដល់កិច្ចសហការរវាងតកូសិននិងមែនផងរឿងសហការខ្ញុំមិនមែនជាអ្នកសម្រេចទេចាំដល់ពេលអ្នកយកឈ្នះចិត្តលោកបានសិនចាំមើលថាពួកគាត់នៅហ៊ានមើលងាយខ្ញុំទៀតដែរឬអត់ស្អាតណាស់រោគមួយនេះពិតជាអស្ចារ្យមែនផ្ទៃមុខរបស់កញ្ញាទាំងពីរនាក់នេះខុសគ្នាដាច់តែម្ដងអ្នកនៅក្បែរនោះជាអង្គរៈដែលអ្នកនាងធំត្រកូសិនរត់តាមមែនទេមើលទៅសង្ហាហើយមានអំណាចខ្លាំងណាស់មិនដែរមានអារម្មណ៍ថាអ្នកទទួលខុសត្រូវម្នាក់នេះហាក់ដូចជាខ្លាចអ្នកខ្លាំងណាស់ប្រហែលជាមកពីមុខមាត់ខ្ញុំគួរឲ្យខ្លាចពេកដឹងតែអ្នកមើលទៅសង្ហាណាស់តើហេតុអីបានជាគាត់នៅទីនេះលោក Dawson ប្រញាប់ដេញពួកគាត់ចេញទៅពួកគាត់ច្បាស់ជាគ្មានលិខិតអញ្ជើញទេ
នេះមិនមែនជាអ្នកនាងធំត្រកូល Shen ទេអីមិនដែររត់តាមគ្នាគ្រាន់តែប៉ុណ្ណឹងមិនទាន់អស់ចិត្តទៀតមែនទេថែមទាំងនាំអង្គរៈកំដរមកចូលរួមកម្មវិធីទៀតហឹមអ្នកដឹងទេថាទីនេះជាកន្លែងណាមនុស្សដូចជាអ្នកមិនសមនឹងនៅទីនេះទេខ្ញុំមានសិទ្ធិមកអត់គឺលោកលើជាអ្នកសម្រេចចុះចំណែកអ្នកវិញយករបស់ដែលមិនមែនជារបស់ខ្លួនមកអួតអេងអាងមិនខ្លាចបាបកម្មទេអីចិនខោឲ្យធ្វើជាមនុស្សត្រូវស្គាល់ខ្លួនឯងខ្លះផងឥឡូវនេះខ្ញុំជាអ្នករចនាម៉ូដសហការរបស់ក្រុមហ៊ុនលោករូបហើយចំណែកអ្នកវិញគ្រាន់តែជាស្រីដែលត្រូវត្រកូលយ៉ាបបោះបង់ចោលប៉ុណ្ណោះនាំទាំងអង្គរៈមកស៊ីបាយកកទៀតលោកគេទេដឹងដែលជាអ្នកត្រូវគេបោះបង់នោះអ្នកថានរណាជាអ្នកត្រូវគេបោះបង់អ្នកនាង Shen មានលិខិតអញ្ជើញតែចំណែកអង្គរៈម្នាក់នេះប្រហែលជាគ្មានទេប្រញាប់ហៅគេមកដេញគាត់ចេញទៅលោកលូ Chen មកទីនេះដើម្បីធ្វើការគាត់បានចុះកិច្ចសន្យារួចរាល់ហើយហេលោកពិតមែនហើយឲ្យតែអាពូកំពេចកំពកមកទីនេះបានទាំងអស់ពិតជាសីមែនអ្នកជួគាត់អស់ប៉ុន្មានខ្ញុំឲ្យ2 ដងដេញគាត់ចេញទៅ Shen លេងឈូប្រញាប់នាំប្រុសហើយរបស់អ្នកមកសុំទោសជាងភ្លាមទៅសូមអ្នកទាំងអស់គ្នារក្សាសណ្ដាប់ធ្នាប់ក្នុងកម្មវិធីផងលោកលូស្អប់ភាពអ៊ូអរខ្លាំងណាស់បើនៅតែមានរឿងរំខានទៀតខ្ញុំមានតែសូមឲ្យអ្នកទាំងអស់គ្នាចេញពីទីនេះអ្នកចាំមើលទៅខ្ញុំទៅយាមសិនបើមានរឿងអីខ្ញុំនឹងការពារអ្នកភ្លាមកុំបារម្ភអីស្អីគេខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរបើជាការពីមុនវិញខ្ញុំច្បាស់ជាចាត់ការពួកគេឲ្យត្រឹមមិនខានចេញខុសថ្ងៃនេះគឺជាជំហានដំបូងដើម្បីជន់ឈ្លីពួកនោះការដើរម៉ូដចប់បាត់ហើយលោកលូនៅមិនទាន់បង្ហាញខ្លួនទៀតប្រហែលជាគាត់បោកយើងមិនមកទេដឹងអ្នកក៏ដឹងពីអំណាចរបស់គាត់ដែរអ្នកចង់រស់ទេគ្មានអ្នកណាស្គាល់មុខមាត់ពិតរបស់លោកលូទេមិនប្រកាសទេយើងប្រហែលជាធ្លាប់ជួបគាត់ហើយក៏ថាបានមិនមែនតែយាមទេអីរត់ទៅណាហើយម៉ាក់ចិត្តចប់ទៅហើយហេតុអីលោកមកមិនទាន់មកទៀតគាត់ប្រហែលជាមនុស្សអាក្រក់មើលខ្លាំងទៅមិនហ៊ានចេញមុខទោះគាត់អាក្រក់មើលក៏យ៉ាងម៉េចដែរគាត់គឺជាលោកលូណាទោះអាក្រក់យ៉ាងណាក៏ស្រីពេញពិភពលោកចង់ការជាមួយគាត់ដែរទីនេះគឺជាកន្លែងរបស់លោកលូហេតុអីអ្នកមិនខ្វល់ពីរឿងសំខាន់អញ្ចឹងប៉ារឿងខុសត្រូវខ្ញុំបែងចែកដាច់តើអ្នកបែងចែកដាច់ទេហឹមបើខ្ញុំមកយឺតបន្តិចអ្នកស្ទើរតែមានរឿងទៅតើអ្នកមកពួនធ្វើអីនៅទីនេះមិនដឹងថាស្រីម្នាក់នោះដាក់ស្នេហ៍អីឲ្យអ្នកខ្លះទេអ្នកណៃណាហេតុអីខ្ញុំមើលមិនឃើញអ្នកធ្វើខ្លួនអាតកំបាំងណាស់អរគុណអ្នកទាំងអស់គ្នាដែលបានមកលោកលោកបានផ្អែកលើឯកសារព្រៀងហើយបានជ្រើសរើសអ្នករចនាម៉ូដសហការរួចហើយបន្តិចទៀតគាត់នឹងមកប្រកាសលទ្ធផលដោយផ្ទាល់ព្រមទាំងអញ្ជើញអ្នកចុះឈ្មោះទៅពិភាក្សានៅបន្ទប់ពេទ្យកុំយកសប្តិអីថ្ងៃនេះគ្រាន់តែធ្វើតាមពិធីប៉ុណ្ណោះអ្នករចនាម៉ូដដែលលោកជ្រើសរើសច្បាស់ជាខ្ញុំអ្នកទាំងអស់គ្នាចាំមើលទៅខ្ញុំមិនអន់ជាងអ្នកណាទេម៉ាក់មើលសម្ដីម៉ាក់ចុះអ្នករាល់គ្នាពូកែណាស់ខ្ញុំគ្រាន់តែមានសំណាងបន្តិចប៉ុណ្ណោះលោកវិនិយោគលើអ្នកព្រោះគាត់ពេញចិត្តសមត្ថភាពអ្នកនាងពិតជាមានសមត្ថភាពខ្លាំងណាស់ហើយអ្វីបានជាអ្នកក្រវីក្បាលមើលចុះសម្លៀកបំពាក់អ្នកធ្វើពីក្រណាត់សេះសសក៏ត្រូវដែរយ៉ាងណាមិញបងស្រីចិញ្ចឹមអង្គរៈសង្ហាម្នាក់ដែរតើរឿងខ្វះខាតលុយកាក់បន្តិចបន្តួចជាមិនរួចទេកញ្ញា Shen ពិតជាចិត្តទូលីណាស់យកលុយឪពុកម្ដាយខ្ញុំទៅទិញខោអាវប្រេងឬក៏សម្លៀកបំពាក់ដែលអ្នករចនាខ្លួនឯងស្លៀកចេញក្រៅមិនកើតលោកវិនិយោគលើខ្ញុំដល់ទៅ1000លានឯណោះខ្ញុំមិនត្រូវការលុយឪពុកម្ដាយអ្នកទេមនុស្សខ្លះគ្មានលុយគ្មានឈ្មោះត្រូវគ្រូសាយកលោកចោលកាប់ជាប់ពាក្យមិនទាន់គ្រាន់ទៀតនៅនាំអង្គរៈស្អុយម្នាក់មកចូលរួមកម្មវិធីជប់លៀងទៀតពិតជាថោកទាបណាស់យ៉ាងណាក៏ដោយនាងគ្រាន់តែជាក្មេងគ្មានការអប់រំប៉ុណ្ណោះរស់នៅជាមួយឆ្កែបែបហ្នឹងតើមានគិតយកមកពីណាមនុស្សដូចអ្នកសំនឹងមកវិតម្លៃបរិសុទ្ធរបស់ខ្ញុំដែរខ្វះឈាមស្អីទៅស្រីថោកទាបShen ធីងឈប់អ្នកមិនគិតពីមុខមាត់គ្រូសាគេទេហ៊ានរត់ចោលកាប់ជាប់ពាក្យថែមទាំងហ៊ានប្រកាសថាអង្គរៈជាបរិសុទ្ធរបស់អ្នកទៀតអ្នករត់ចោលការរៀបការធ្វើឲ្យគ្រូសាគេត្រូវខ្មាស់គេឥឡូវនៅមកធ្វើរឿងអាម៉ាស់ក្នុងកម្មវិធីរបស់គ្រូសាលោកទៀតមុខមាត់គ្រូសាគេត្រូវការឲ្យខ្ញុំជួយរក្សាទុកមែនទេអង្គរៈយកចិញ្ចៀននេះដាក់លើដីឲ្យខ្ញុំហើយសុំទោសពួកយើងម្នាក់ម្ដងខ្ញុំថាបានតើ Shen ធីងធ្វើបន្តិចទៀតនៅពេលលោកដែលល្បីថាជាមនុស្សសាហាវមកដល់ហើយដឹងថាអ្នកធ្វើឲ្យដៃគូសហការគាត់ខឹងគាត់នឹងធ្វើឲ្យអ្នករស់មិនដូចស្លាប់ជាមិនខាន
ตาเนี่ยในធ្វើចរិតខ្ពង់ខ្ពស់ដល់ណាទៀតអ្នកគ្រាន់តែជាឆ្កែនេះថាម្នាក់ប៉ុណ្ណោះកាលពីមុនគួរតែបោះអ្នកចេញទៅបាត់ហើយមិនគួរទុកអ្នកឲ្យមកធ្វើរឿងអាម៉ាស់ក្នុងគ្រួសារ Shen បែបនេះទេស្រីថោកទាបសុំទោសពួកយើងភ្លាម Shen ធីងធ្វើថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់មិនត្រឹមតែទទួលបានការពេញចិត្តពីលោកថែមទាំងបានជន់ឈ្លីស្រីដែលខ្ញុំស្អប់ទៀតសិនធីងស្វ័យតើអ្នកសប្បាយចិត្តទេជាមួយនឹងសមត្ថភាពរបស់អ្នកសូម្បីតែចម្លងតាមក៏ធ្វើមិនបានល្អដែរបើលោកពេញចិត្តនាងមែនគាត់ច្បាស់ជាភ្នែកខ្វាក់ហើយកញ្ញា Shen នេះពិតជាមិនខ្លាចស្លាប់មែនមិនទាន់មានអ្នកណាហ៊ាននិយាយពីគាត់បែបនេះទេខ្ញុំថាបន្តិចទៀតនាងនឹងស្លាប់យ៉ាងវេទនា Shen ធីងជួយអ្នកឯងឈួតហើយមិនហ៊ាននិយាយតាមលោកនៅទីសាធារណៈផងចាំមើលថ្ងៃនេះខ្ញុំនឹងប្រដៅអ្នកជំនួសគាត់លូឆេងតើអ្នកណៃណាមិនថាចង់ការពារខ្ញុំទេអីឈប់ភ្លាមនៅមិនឆាប់ថយចេញទៀតលោកសុនពួកយើងគ្រាន់តែចង់ប្រដៅស្រីថោកទាបម្នាក់នេះតើស្រីក្បត់គេនេះគឺជាភ្ញៀវកិត្តិយសដែលលោកអញ្ជើញមកដោយផ្ទាល់កញ្ញា Shen គំនូព្រៀងរបស់អ្នកត្រូវបានលោកជ្រើសរើសហើយគាត់ហៅអ្នកថាអ្នកប្រុសមិនអាចទៅរួចទេរឿងនេះមិនអាចទៅរួចទេរូបរាងម្នាក់នោះហេតុអ្វីបានជាដូចលូឆេងម្លេះឬមួយក៏មានការភ័ន្តច្រឡំនាងនិងអ្នកនោះសុទ្ធតែត្រកូល Shen ដូចគ្នាឬមួយក៏ច្រឡំឈ្មោះមិនខុសទេអ្នកដែលលោកអញ្ជើញគឺកញ្ញា Shen King ឈរនឹងឯងថែមទាំងសរសើរកញ្ញា Shen ថាជាអ្នកមានសមត្ថភាពដល់កំមកមិនពិតទេលោកច្បាស់ជាចង់វិនិយោគលើខ្ញុំចុះចំណែកគំនូព្រៀងរបស់ខ្ញុំកញ្ញាទី2សង្ឃឹមថាអ្នកនឹងយល់លោកវិនិយោគលើក្រុមហ៊ុន Shen មិនមែនលើរូបអ្នកផ្ទាល់ទេចំពោះគំនូព្រៀងរបស់អ្នកវិញតើអ្នកប្រកាសទេថាចង់ឲ្យខ្ញុំនិយាយការពិតនៅទីនេះកូនស្រីកុំអើស្លន់ស្លោអីហេខ្ញុំមើលមិនដឹងសោះថានាងមានសមត្ថភាពដល់ថ្នាក់ហ្នឹងកុំបារម្ភអីយ៉ាងណាលុយក៏ជារបស់យើងដែរលោកម្នាក់នោះច្បាស់ជាដូចចេញដែរហើយប្រហែលជាត្រូវមុនស្នេហ៍របស់ Shen ធីងឆោបបបញ្ឆោតហើយបើត្រូវ Shen ធីងឆោដណ្ដើមបានមុនបែបនេះតើខ្ញុំអាចខ្លាចជាលោកស្រីបានយ៉ាងម៉េចទៅមនុស្សគ្រប់គ្នាដឹងអស់ហើយថានាងធ្លាប់រត់តាមប្រុសខាងក្រៅលោកមិនអាចទៅពេញចិត្តស្រីថោកទាបដូចនាងបានទេបន្តិចទៀតអ្នកឡើងទៅលើទៅសួរសុខទុក្ខគាត់ក្នុងនាមជាដៃគូសហការលោកច្បាស់ជារបស់អ្នកមិនខានចាសកញ្ញា Shen អញ្ជើញលោកមានរឿងស្មុគស្មាញក្នុងរង្វង់ការងារមិនសូវបង្ហាញមុខបែបនេះក៏ជារឿងធម្មតាដែរកញ្ញា Shen អញ្ជើញអង្គុយហេតុអ្វីបានជាសម្លេងតិចម្លេះគំនូររចនារបស់កញ្ញា Shen គឺជាស្នាដៃតែមួយគត់ដែលខ្ញុំចង់ចុះកិច្ចសន្យានៅយប់នេះអរគុណលោកដែលបានសរសើរទេពកោសល្យនេះពិតជាកម្រមានណាស់ទៅថ្ងៃមុខគម្រោងម៉ូដសម្លៀកបំពាក់របស់ក្រុមហ៊ុន Shen មានតែស្ទូឌីយោរបស់អ្នកទេដែលទទួលបន្ទុករចនាទាំងស្រុងបើបែបនេះមានន័យថាត្រូវសហការជាមួយ Shen ជាហើយក្នុងនាមជាកូនស្រីច្បងត្រកូល Shen គម្រោងធំរបស់ក្រុមហ៊ុន Shen គួរតែជាអ្នកដែលលេចមុខលេចមាត់មិនអញ្ចឹងអីលោកហេតុអ្វីបានជាជួយខ្ញុំមិនហៅវិនិយោគតែលើអ្នកខ្លាំងប៉ុណ្ណោះកូនឆ្កែនៅផ្ទះមិននិយាយពាក្យបែបនេះទេតែគាត់មានចំណុចដូចខ្ញុំច្រើនណាស់មុននឹងសហការខ្ញុំសូមមើលមុខពិតរបស់លោកបានទេដើម្បីភាពស្មោះត្រង់ចំពោះគ្នាខ្ញុំក៏អស់ចិត្តដែរឈួតហើយតើខ្ញុំកំពុងធ្វើអីហ្នឹងលោកមិនដែលបង្ហាញមុខពិតទេបើខ្ញុំសួរអញ្ចឹងច្បាស់ជាត្រូវគេអូសចេញទៅកំចាត់ចោលមិនខានលោកខ្ញុំគឺជារឿងកិច្ចសហការរបស់យើងតើខ្ញុំអាចចូលទៅនិយាយគ្នាបានទេលោកទីបំផុតបានជួបលោកហើយរីករាយណាស់ដែលបានជួបកញ្ញា Shen ទី2មកបានល្អណាស់ទៅថ្ងៃមុខផ្នែកម៉ូដសម្លៀកបំពាក់របស់ក្រុមហ៊ុន Shen នឹងត្រូវរចនាទាំងស្រុងដោយកញ្ញា Shen ធីងថោអ្នកចុចប៊ូតុងនេះទៅលោកខ្ញុំចង់មានន័យថាស្ទូឌីយោរបស់បងស្រីខ្ញុំទើបតែបង្កើតឡើងទេគ្រប់យ៉ាងគឺនៅមិនទាន់រៀបរយល្អឡើយចំពោះកិច្ចសហការរវាង Shen និង Men Hao ខ្ញុំរីករាយនឹងរចនាដោយផ្ទាល់តែម្ដងការរចនារបស់កញ្ញា Shen ទី2ពិតជាមិនអន់ទេតែបើធៀបនឹងស្ទីលរបស់លោកស្រី Shen កាលពីមុនគឺមានភាពស្រដៀងគ្នារហូតដល់ 83% តើកញ្ញា Shen ទី2គិតថា Men Hao នឹងចុះកិច្ចសន្យាជាមួយអ្នកចម្លងស្នាដៃគេមែនទេលោកម្នាក់នេះពិតជាពូកែសង្កេតមែននេះជាស្នាដៃផ្ទាល់ខ្លួនរបស់មើលស្នាដៃផ្ទាល់ខ្លួនរបស់គេទៅអ្នកនាងទី2តកូសិនសំបីតែចម្លងក៏មិនច្បាស់លាស់ផង
ตาមានសិទ្ធអីគិតថាខ្លួនឯងអាចឈ្នះប៉ុន្តែបើអ្នកនាងទី2ត្រកូលសិននៅមានមតិអីទៀតខ្ញុំនឹងដកទោមចេញដូសិនជូនភ្ញៀវបាត់អ្នកនាងអញ្ជើញបោះមិនត្រូវវីឆ្មក់មិនបានសម្រេចអ្នកនាងសិននៅមានការអីទៀតទេចាស់លោកលូគុណបំណាច់ដែលលោកដល់ឱកាសឲ្យខ្ញុំនឹងចងចាំទុកក្នុងចិត្តនឹងមិនធ្វើឲ្យលោកខកបំណងឡើយហឹមចៅវាយបន្តិចទៀតពួកយើងជូនពួកគេទៅដែរទេត្រូវតែធានាសុវត្ថិភាពសិនជីនស៊ីអ្នកគ្រាន់តែជាស្រីថោកទាបដែលលួចលាក់ជាមួយប្រុសខាងក្រៅប៉ុណ្ណោះតើមានសិទ្ធិអីមកប៉ះពាល់គម្រោងនេះយ៉ាងហោចណាស់ក៏ខ្ញុំមិនលួចស្នាដៃចាស់របស់ម៉ាក់មកដូរយកផលប្រយោជន៍ដែរមិនដូចមនុស្សខ្លះទេយករបស់គេហើយនៅមកអួតទៀតហ៊ានជេរខ្ញុំផងអីអ្នកចង់ងាប់មែនទេអ្នកដែលចង់ងាប់គឺពួកអ្នកឯងទៅវិញទេស្មានថាជារបស់លួចគេហើយវានឹងក្លាយជារបស់ខ្លួនឯងមែនទេអ្វីដែលជារបស់ខ្ញុំនឹងយកវាមកវិញទាំងអស់ខ្ញុំចប់ការងារហើយពេញមួយយប់នឹងតើអ្នកទៅណាខ្លះខ្ញុំនៅក្បែរអ្នករហូតតើលេងខ្ញុំឡើងឡានមកកុំខឹងអីមិនអីទេមែនទេអ្នកថាអ្នកនៅក្បែរខ្ញុំតើនៅណាខ្ញុំឃើញពួកគេចង់ធ្វើបាបអ្នកទើបខ្ញុំទៅរកលោកលូនិងដូសិនសំណាងហើយដែលតន់ពេលចុះហេតុអីអ្នកមិនចេញមុខខ្លួនឯងពួកគេសិតតែថាខ្ញុំជាប្រុសខាងក្រៅខ្ញុំខ្លាចលោកលូមើលមកពួកយើងបែបហ្នឹងដែរខ្លាចថាអ្នកនឹងបាត់បង់ឱកាសមើលចុះធ្វើមុខដូចកូនឆ្កែត្រូវគេវាអញ្ចឹងតើអាចជាលោកលូដែលខ្ពង់ខ្ពស់ម្នាក់នោះបានយ៉ាងម៉េចទៅចុះមិនក៏អ្នកដឹងថាខ្ញុំនឹងត្រូវគេជ្រើសរើសសូម្បីតែមនុស្សខ្វាក់ក៏មើលដឹងដែរអ្នកនាងធំត្រកូលសិនរបស់ពួកយើងជាកម្ពុជាអ្នកមានសមត្ថភាពតើយប់នេះប្រហែលជាញ៉ាំមិនទាន់ឆ្អែតទេមែនទេចាំខ្ញុំទៅផ្ទះធ្វើម្ហូបឆ្ងាញ់ឲ្យអ្នកញ៉ាំយកព្រមទេអ្នកដឹងទេលោកលូយប់នេះមានរូបរាងដូចអ្នកខ្លាំងណាស់មែនហើយសម្លេងក៏ដូចគ្នាដែរថែមទាំងពាក់របាំងមុខទៀតមើលទៅអាចកំបាំងណាស់អំណាចគាត់ខ្លាំងដល់ថ្នាក់ធ្វើឲ្យគេព្រឺសម្បូរប្រហែលជាគាត់ជាមនុស្សល្អក៏ថាបានខ្ញុំគ្រាន់តែមានអារម្មណ៍ថាគាត់ដូចជាសត្វចប់មិនដឹងថាពេលណាគាត់នឹងស៊ីមនុស្សមិនឲ្យសល់សំបីតែឆ្អឹងតើខ្ញុំមើលទៅគួរឲ្យខ្លាចដល់ថ្នាក់នឹងមែនទេបងធំដៃរបស់អ្នកនឹងគឺនៅនឹងជាងគ្រូចាស់ដែលខ្ញុំស្គាល់ទៅទៀតមកដាក់ត្រង់នេះដាក់នៅខាងនោះទៅដាក់ត្រង់នេះមកអ្នកទាំងអស់គ្នាហត់ហើយទឹកនៅខាងនោះមិនហត់ទេអ្នកនាងកើហ្វូគុយឯងនឹកយើងទេគ្មានការងារធ្វើមែនទេចៅហ្វាយពេលរសៀលនេះមានប្រជុំរឿងរថភ្លើងល្បឿនលឿននៅខាងម៉ាន់ហៅអ្នកនាងខ្ញុំមានការងារខ្លះជាមួយពួកលោកជូស្អែកយប់ញ៉ាំបាយជាមួយជីវជីវនាអ្នកកុំចាត់ទុកខ្ញុំដូចជាក្មេងដែលមើលថែខ្លួនឯងមិនកាត់អីដឹងហើយខ្ញុំនឹងមើលថែខ្លួនឯងឲ្យល្អចាំអ្នកត្រឡប់មកវិញហឹមអ្នកណាថាអង្អែលក្បាលខ្លាមិនបានចៅហ្វាយអង្គុយចុះជីវខ្ញុំដល់ផ្ទះហើយកម្មវិធីតើអ្នកចង់ធ្វើអីកុំស្រែកអាយ៉ាកុំស្រែកគូជុនសៀនតើអ្នកកំពុងធ្វើអីហ្នឹងអ្នកឈួតហើយមែនទេបើវឹងឈិនយូហ៊ានសៀនខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់
ខ្ញុំស្រឡាញ់អ្នកតាំងពីតូចរហូតដល់ធំហើយអ្វីបានជាអ្នកជ្រើសរើសគាត់មិនជ្រើសរើសខ្ញុំប្រាប់ខ្ញុំមកអ្នកប្រាប់ថាមុនរៀបការខ្ញុំមិនអាចប៉ះអ្នកបានសំបីតែបន្តិចតែពេលដែលគាត់ជួយអ្នកលើកនោះហើយអ្វីបានជាអ្នកមិននៅតាំងតើគាត់បានថាប់អ្នកមែនទេតើអ្នកទាំងពីរបានដេកជាមួយគ្នាហើយមែនទេតើគាត់លួងលោមអ្នកយ៉ាងម៉េចខ្លះបែបនេះមែនទេបែបនេះមែនទេលោកអ្នកហ៊ានខំខ្ញុំផងមែនទេតើអ្នកមិនមែនចង់បោះបង់ខ្ញុំចោលទេអីខ្ញុំចង់ឲ្យអ្នកខ្លាចជាមនុស្សរបស់ខ្ញុំពិតប្រាកដរូឆិនក្នុងពេលដែលពួកគេហ៊ានលួចធ្វើរឿងមិនល្អនៅពីក្រោយខ្នងអញ្ចឹងប្រកួតគម្រោងនេះឲ្យក្រុមហ៊ុនផ្សេងធ្វើទៅបន្ទាប់មកឲ្យពួកគេសងអ្វីដែលត្រូវសងមកវិញហើយអ្វីដែលមិនត្រូវសងក៏ត្រូវតែសងដែរប្រាកដណាស់បន្ទាប់ទៀតបូសានសៀមហ៊ាននិយាយថាចាប់តាំងពីអ្នកស្រីត្រឡប់ទៅផ្ទះវិញគឺគ្មានដំណឹងអ្វីសោះប៉ុន្តែនៅទីនោះមានរឿងកើតឡើងហើយលំចឹងស្រែកទៅស្រែកឲ្យបែកបំពង់ក៏គ្មានប្រយោជន៍ដែរខ្ញុំស៊ើបដឹងហើយថាគាត់មិននៅទីនេះទេអ្នកឯងគ្រាន់តែជាស្រីថោកទាបម្នាក់ប៉ុណ្ណោះអ្នកគួរតែរក្សាកម្លាំងទុកខ្លះទៅចាំបន្តិចទៀតសប្បាយជាមួយខ្ញុំចុះហាលីងស៊ីហានបើខ្ញុំដឹងថាអ្នកជាមនុស្សថោកទាបបែបនេះខ្ញុំនឹងមិនភ្ជាប់ពាក្យជាមួយអ្នកដាច់ខាតមីស្រីចង្រៃអ្នកហ៊ានវាខ្ញុំផងអីវាខ្ញុំមកលូឆិនហេតុអ្វីបានជាអ្នកមកទីនេះលូឆិនអាចឆ្កែព្រៃហ៊ានវាខ្ញុំផងអីហេតុអ្វីបានជាអ្នកមិនដឹងត្រកូលគូរបស់ពួកយើងអាចទិញជីវិតអ្នកបានច្រើនដងណាស់កុំចេញមកអីមិញនេះអ្នកប្រើដៃខាងណាវាគាត់ប៉ុន្មានដៃណែលូឆិនអ្នកចង់សម្លាប់មនុស្សមែនទេបើអ្នកហ៊ានធ្វើឲ្យគាត់ភ័យខ្លាចចម្ដងទៀតខ្ញុំនឹងសម្លាប់អ្នកមែនទែនហើយបើខ្លាំងសម្លាប់ខ្ញុំមកចាំមើលថាច្បាប់នឹងលើកលែងទោសឲ្យអ្នកដែរឬអត់ចៅហ្វាយលោកគូចង់ស្លាប់ណាស់អញ្ចឹងបំពេញបំណងគាត់ទៅពួកអ្នកចង់ធ្វើអីហ្នឹងកុំមកចិត្តងាប់ហើយលើកលែងទោសឲ្យខ្ញុំលើកក្រោយខ្ញុំមិនមកតាមរកគាត់ទៀតទេយកព្រមទេលើកលែងទោសឲ្យខ្ញុំផងយឺតពេលហើយបោះសម្អាតឲ្យស្អាតទៅបាទមិនអីទេឈប់អីហើយគាត់នឹងមិនមកបង្ហាញមុខឲ្យអ្នកឃើញទៀតទេអ្នកបានធ្វើឲ្យគាត់ស្លាប់ហើយមែនទេនៅសល់ដង្ហើមខ្លះដែរមានរឿងអីមែនទេខ្ញុំធ្វើមិនត្រូវមែនទេឆ្កែល្អខំបានល្អណាស់ទីនេះជាកន្លែងណាពុកម៉ែហេតុអីអ្នកទាំងពីរនៅទីនេះខ្ញុំប្រាប់អ្នកយូរហើយថាកុំទៅរករឿងឆាន់គីទៀតឥឡូវក្រុមហ៊ុនត្រូវបានគេទិញយកបាត់ហើយពួកយើងថែមទាំងត្រូវគេចាប់មកឃុំខ្លួននៅទីនេះជាមួយអ្នកទៀតអ្នកធ្វើឲ្យគ្រួសារយើងវិនាសអស់ហើយអ្នកចង់មានន័យថាគឺឆាន់គីជាអ្នកធ្វើមែនទេគាត់មានសមត្ថភាពដល់ថ្នាក់នឹងផងឬមួយក៏ជាឆ្កែនៅក្បែរខ្លួនគាត់ហាកុំនិយាយផ្ដេសផ្ដាសម្នាក់នោះគឺជាលោកលោម្នាក់នោះគឺជាលោកលោមែនទេគាត់ប្រកាសជាបោកអ្នកហើយមិនអាចទេពុកគាត់ប្រកាសជាបោកអ្នកទាំងពីរហើយល្មមឈប់ទៅកាជិងឆេងអ្នកហ៊ានប៉ះពាល់កញ្ញាសិនតាមពិតទៅបោសគួរតែសម្លាប់អ្នកចោលភ្លាមប៉ុន្តែឥឡូវនេះវាមិនមែនមានតែប៉ុណ្្នឹងទេអ្នកចង់មានន័យថាអង្គរៈម្នាក់នោះគឺជាលោកលោមែនទេសូមលោកលោមេត្តាអត់ទោសឲ្យផងខ្ញុំដឹងថាពួកយើងខុសហើយសូមផ្ដល់ផ្លូវរស់ឲ្យពួកយើងផងមិនថាអ្នកចង់បានអ្វីពួកយើងយកព្រមទាំងអស់បោសទុកជីវិតឲ្យកូនប្រុសអ្នកគឺដើម្បីរងចាំសម្ដីមួយម៉ាត់នេះឯងតើលោកលោចង់បានអ្វីពីមុនអ្នកធ្លាប់សហការយ៉ាងជិតស្និទ្ធជាមួយ Shen Sheche ចំពោះគម្រោងរបស់ Shen Sheche តើគាត់កេងចំណេញបានប៉ុន្មានអ្នកទាំងពីរប្រកាសជាដឹងច្បាស់ខ្ញុំមានភស្តុតាងនៃគម្រោងសនកម្មភស្តុតាងអំពីវត្ថុធាតុដើមសម្រាប់ផលិតអាហារវត្ថុធាតុដើមទាំងនោះគឺក្រុមហ៊ុនគេជាអ្នកផ្គត់ផ្គង់ឥឡូវក្រុមហ៊ុនគេចាប់ហើយភស្តុតាងនៃការជួញដូរខ្ញុំនឹងឲ្យអ្នកទាំងអស់ចូលមកបោសគ្រូសាហ្គារ៉ូលីអស់ហើយ
រៀបចំប្រាប់ខ្ញុំមកអ្នកដឹងទេពេលខ្លះមេឃពិតជាមានភ្នែកមែនកាលយើងសេងទៅតែធ្វើរឿងបែបនោះស្រាប់តែគ្រូសាយ៉ាត្រូវវិនិច្ឆ័យតែម្ដងលោកម្ចាស់អ្នកមិនដឹងទេពេលខ្ញុំរឿងនឹងខ្ញុំស្ទើរតែភ័យស្លាប់ទៅហើយពួកគេសំមុខហើយហឹមគ្រាន់តែមានអារម្មណ៍ថាវិច័យដល់ពេកអាជីវកម្មធំដុំរបស់គ្រូសាយ៉ាបែរជារលីបាត់ក្នុងមួយប៉ពេចភ្នែកលើកនេះអ្នកគិតថាគេនឹងស៊ើបដល់ពួកយើងទេមិនបានទេខ្ញុំត្រូវតែធ្វើជាលោកស្រីលោកឲ្យបានឆាប់ដល់ពេលនោះចាំមើលថាអ្នកណាហ៊ានប៉ះពាល់ខ្ញុំទៀតអ្នកចង់ធ្វើបែបណាថ្ងៃនេះដែលអញ្ជើញកញ្ញាទាំងពីរមកគឺចង់មកទៀងទាត់រឿងកម្មវិធីបង្ហាញម៉ូដថ្មីលោកនេះជាខោអាវគំរូដែលខ្ញុំបានត្រៀមសម្រាប់កម្មវិធីនេះសូមលោកជួយពិនិត្យមើលបន្តិចលោកលើនេះគឺជាឈើក្រអូបលំដាប់ខ្ពស់ធម្មតាអ្នកប្រកាសជាហត់នឿយខ្លាំងហើយឥឡូវនៅត្រូវបារម្ភពីរឿងការរចនារបស់បងស្រីទៀតរបស់នេះអាចជួយឲ្យអ្នកសម្រាប់ខួរក្បាលបានការរចនារបស់កញ្ញាឆែនធំគឺគ្មានអ្វីត្រូវទាស់ទេអាចបន្តទៅមុខទៀតបានចុះកញ្ញាឆែនតូចវិញតើអ្នកគិតឃើញពីទស្សនវិជ្ជារួមនៃកម្មវិធីហើយឬនៅអូខ្ញុំកំពុងតែរៀបចំទោះកម្មវិធីប្រញាប់យ៉ាងណាក៏មិនដឹងថាចិត្តរបស់កញ្ញាឆែនតូចនៅណាដែរលោកលបប្រហែលជាហត់នឿយខ្លាំងពេកហើយអ្នកទាំងពីរត្រឡប់ទៅវិញមុនចុះខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលខ្លួនខ្ញុំត្រូវសម្រាកហើយអញ្ចឹងពួកយើងមិនរំខានលោកលូទៀតទេលោកលូអ្នកជារបស់ខ្ញុំហើយម៉ាក់ធ្វើអីហ្នឹងពេលនេះជាពេលសំខាន់ណាស់ម៉ាក់រកបានរបស់ម្យ៉ាងមកជួយអ្នកប្រញាប់ចេញមកយកទៅសន្លប់ទៅគឺល្អហើយមើលទៅគឺបែបហ្នឹងមែនថ្នាំសណ្ដំមួយនោះពិតជាខ្លាំងមែនគាត់ច្បាស់ជាទុកមិនជាប់ទេម៉ាក់នឹងថតរូបភាពទាំងអស់នេះទុកឲ្យអ្នកម៉ាក់ពួកយើងចិត្តបានសោយសុខហើយฉันทิ้งเขาจำខ្ញុំខ្លាចជាលោកស្រីលូសិនចាំមើលថាអ្នកយកអ្វីមកតាំងជាមួយខ្ញុំលោកខ្ញុំជ្រុះសបាត់ហើយស្ដាប់ព្រើធ្លាក់លោកលូនអ្នកមិនអីទេមែនទេលោកលូសូមមេត្តាគោរពខ្លួនឯងផងខ្ញុំមានសង្សារហើយខ្ញុំសុំទោសខ្សែមួយនេះមានបញ្ហាហើយបើអ្នកមិនស្រួលខ្លួនឲ្យលោកដោសិនជូនអ្នកត្រឡប់ទៅវិញចុះរឿងលើកនេះខ្ញុំមិនប្រកាន់ទុកបីទេតើអ្នកបានធ្វើអ្វីដាក់លោកលុះអ្នកបានដាក់ថ្នាំក្នុងទឹកអប់តើអ្នកចង់ធ្វើអ្វីសិនទីងស៊ីហេតុអ្វីមានក្លិនស្ករគ្រាប់ជាអង្កាមមិនអាចទេមិនក៏លូឆេនខ្លាចជាលោកលបានបងប្រុសជួយបើកលឿនបន្តិចខ្ញុំប្រញាប់ទៅផ្ទះមកវិញហើយនៅសល់ម្ហូបមួយមុខទៀតចិត្តចិនហើយបើសិនជាលូឆេនគឺជាលោកលូមិននឹងអាចទៅមកដល់ហើយធ្វើបាយរួចបាត់
ប្រហែលជាខ្ញុំគិតច្រើនពេកហើយឲ្យមកចុះ boss ពិតជាគ្រោះថ្នាក់មែនសំណាងហើយដែលអ្នកបដូរអាហារកុំងទាន់ពេលសំណាងហើយដែល Del ថែនប្រាប់ខ្ញុំមុនការរៀបចំនេះស្ទើរតែធ្វើឲ្យខ្ញុំដាច់ខ្យល់ស្លាប់ទៅហើយតោះទៅបាទយ៉ាងម៉េចដែរការចរចាលូនល្អទេធម្មតាទេសង្ឃឹមថាថ្ងៃក្រោយមិនជួបគាត់ទៀតទេខ្ញុំពិតជាខ្លាចលោកលន់នោះមែនតោះញ៉ាំបាយអ្នកតើមានអ្វីនៅមាត់អ្នកហ្នឹងអំបញ្ញមិញពេលធ្វើបាយខ្ញុំអាចចិត្តងាយអល់ដួលបោកត្រូវឆ្អឹងជំនីជ្រូកមិនក៏ចៃដន្យម្លេះមើលចុះខូចចានសេរ៉ាមិចដ៏ស្អាតអស់មួយពិតជាបាយចានស៊ុបមែនអញ្ចឹងអ្នកត្រូវប្រយ័ត្នផងគិតអីហ្នឹងឆាប់ញ៉ាំទៅប្រយ័ត្នត្រជាក់ម្ហូបអស់ចៅហ្វាយតើអ្នកមានបញ្ហាអ្វីជាមួយកិច្ចព្រមព្រៀងរបស់លោកទេឈៀវខ្ញុំមានអារម្មណ៍ថាថ្មីនេះខ្ញុំហាក់ដូចជាឈួតបន្តិចហើយខ្ញុំតែងតែមានអារម្មណ៍ថាលោកលូនិងលូចិនដូចគ្នាណាស់អ្នកចង់និយាយពីលោកលូនៃ Man Group និងបងចិនមែនទេមិនអាចទេបងចិនគាត់ស្ដាប់បង្គាប់អ្នកគ្រប់យ៉ាងទាំងសុភាពរៀបសារនិងយកចិត្តទុកដាក់មិននឹងអាចជាស្ដេចយមរាជរស់តាមពាក្យចាំអារាមនោះបានប៉ុន្តែពេលកាចេញសេងមកលើកមុនភ្នែករបស់គាត់មើលទៅដូចជាស្ដេចយមរាជអញ្ចឹងថៅកែអ្នកសាក់ទៅឆ្មក់មើលទៅឆ្មក់ចូលក្រុមហ៊ុន Man House ទៅគង់តែដឹងទេនិយាយថាអ្នកនៅក្រុមហ៊ុន Man House សុទ្ធតែតាមស្ដេចយមរាជនោះវាសម្រុកមកជាមួយគ្នាសុទ្ធតែជាមនុស្សចំណិតគាត់នៅទីស្នាក់ការកណ្ដាលខ្ញុំស្មានថាគាត់មិនពាក់ម៉ាស់ទេជំរាបសួរខ្ញុំមករកលោកលូខ្ញុំចង់មកបញ្ជាក់រឿងវិធីសាស្ត្រជាមួយលោកលូបន្តិចសូមទោសផងកញ្ញាសិនបើគ្មានបញ្ជាពីអគ្គនាយកទេពួកខ្ញុំមិនអាចអនុញ្ញាតឲ្យអ្នកណាឡើងទៅបានឡើយបើគុំតែអ្នកជាភ្ញៀវកិត្តិយសរបស់អគ្គនាយកសូម្បីតែខ្លងទ្វារមិនហៅក៏មិនឲ្យអ្នកក្រៅចូលដែរចាសសូមទោសដែលរំខានកញ្ញាសិនអ្នកគួរតែត្រឡប់ទៅវិញហើយស្លាប់ហើយនេះជាភរិយារបស់ Boss តើឲ្យខ្ញុំហ៊ានធ្វើបាបគាត់យ៉ាងម៉េចទៅប្រញាប់ចាក់ចេញទៅបើមិនអញ្ចឹងទេ Boss នឹងយកជីវិតអ្នកមិនខានលោកដោះសិនកញ្ញាសិនហើយអ្វីអ្នកនៅទីនេះអូពួកខ្ញុំជាជំនួយការក៏តែងតែប្រើប្រាស់ជណ្ដើរយន្តនេះដែរចាសសូមខ្ញុំគ្រាន់តែមករកលោកលូដើម្បីទៀងទាត់រឿងសម្លៀកបំពាក់ខ្លះកញ្ញាសិនសូមទោសផងលោកលូកំពុងប្រជុំជាមួយថ្នាក់ដឹកនាំប៉ុន្តែគាត់អញ្ជើញអ្នកឲ្យមកវិញនៅពេលរសៀលជាកំហុសរបស់ខ្ញុំដែលមកទាំងតក់ក្រហល់ចុះ Boss ណែណាឃើញក្នុងកាមេរ៉ាសុវត្ថិភាពគាត់លួចចេញតាមផ្លូវសម្ងាត់ទៅទិញម្ហូបបាត់ហើយធម្មតាគាត់តែងតែមកទិញម្ហូបនៅទីនេះឯងកញ្ញាហេតុអ្វីអ្នកមកទីនេះមើលចុះឆ្អឹងជំនីដែលខ្ញុំទៅទិញស្រស់ទេគាត់គ្រាន់តែជាកូនឆ្កែតូចរបស់ខ្ញុំទេតើអាចជាអ្នកណាផ្សេងទៀតទៅប្រញាប់ទៅផ្ទះទៅខ្ញុំឃ្លានចង់ដាច់ពោះហើយពេលរសៀលខ្ញុំត្រូវប្រជុំជាមួយលោកលូទៀតហឹមល្អខ្លាំងណាស់គ្មានកន្លែងណាដែលត្រូវកែសម្រួលទៀតទេនិយាយថាព្រឹកមិញកញ្ញាសិនមករកខ្ញុំមែនទេព្រោះតែចិត្តដល់ពេលកំណត់ទើបខ្ញុំប្រញាប់បន្តិចពិតជាសុំទោសដែលមកទាំងតក់ក្រហល់ទៅថ្ងៃមុខគ្រាន់តែមកទីនេះផ្ទាល់ទៅបានហើយនិយាយថាកញ្ញាសិនមានមិត្តប្រុសដែលចេះថ្នាក់ថ្នមម្នាក់អ្នកស្រឡាញ់គាត់ខ្លាំងណាស់មែនទេ
តើគាត់មានចំណុចល្អត្រង់ណាខ្លះទើបធ្វើឲ្យកញ្ញា Shen ដ៏ពូកែម្នាក់នេះវង្វេងស្លុងនឹងគាត់ម្លេះគាត់ល្អត្រង់ថាពូកែខំណាស់គឺជាឆ្កែធំដែលខ្ញុំស្រឡាញ់បំផុតគឺជាឆ្កែធំដែលខ្ញុំស្រឡាញ់បំផុតទើបមកពីធ្វើការថែមម៉ោងអ្នកមិនចង់ដឹងទេអីថាកញ្ញា Shen ដែលអ្នកស្រឡាញ់ជាស្រីខូចបែបណានោះមើលចុះ Shen ថេងឈូនៅបន្ទប់ទទួលភ្ញៀវមែនហើយថ្ងៃនេះញឹមដាក់លបផ្អែមល្ហែមយ៉ាងណាគឺជាពេលដែលគាត់និយាយពីខ្ញុំថ្ងៃនេះបានមកពីណាវាមិនមែនជារឿងដែលអង្គរៈថោកទាបដូចអ្នកត្រូវចេះដឹងទេឃើញហើយមែនទេហេតុអ្វី Shen ថេងឈូមិនព្រមនៅជាមួយកាយើងសិងនោះក៏ព្រោះតែគាត់ចង់បានតំណែងជាលោកស្រីលោកចុះហេតុអ្វីអ្នកមានប្រតិកម្មបែបនេះអ្នកជាឆ្កែឆ្កួតបែបនេះមិនគួរទៅខំផ្ដាច់ក៏ពួកគេទេអីទេខ្ញុំគួរតែអរគុណអ្នកដែលធ្វើឲ្យខ្ញុំបានឃើញគាត់ស្អាតបែបនេះណែអើយមានអ្នកនៅមែនហើយលួចបញ្ចេញរូបថតឲ្យគ្រូសា Shen ស្វែងរកឲ្យឃើញថាជាអ្នកណារួចចាត់ការទៅគ្មានប្រតិកម្មអ្វីសោះមិនដឹងថា Shen ថេងខូដាក់ស្នេហ៍អ្វីដល់បុរសទាំងនេះខ្លះទេបានជាម្នាក់នាំគ្នាវិលវល់ជុំវិញគាត់ដល់ចិត្តមិនរួចបែបនេះម៉ាក់តាត្រូវធ្វើម៉េចទៅស្អែកដល់ថ្ងៃបញ្ចាំងម៉ូដហើយមិនអាចបណ្ដោយឲ្យស្រីថោកទាប Shen ថេងឈូនោះលេចធ្លោខ្លាំងពេកទេShen ថេងឈូខ្ញុំនឹងធ្វើឲ្យអ្នកបាក់មុខបាក់មាត់ឲ្យកាន់តែបានកម្រិតនៃការរចនានេះពិតជាមានស្ទីលដូចលោកស្រី Shen ណាស់កញ្ញា Shen ប្រហែលជាល្បីខ្លាំងក្រោយចប់កម្មវិធីនេះហើយការរចនារបស់កញ្ញា Shen ពិតជាអស្ចារ្យណាស់និយាយអីហ្នឹងគាត់តែងតែមានសមត្ថភាពបែបនេះស្រាប់ហើយគួរឲ្យស្ដាយដែលប្តីប្រពន្ធត្រកូល Shen ស្លាប់បាត់បើមិនដូច្នោះទេដោយសមត្ថភាពរបស់កញ្ញា Shen គាត់ពិតជាស័ក្តិសមជាអ្នកគ្រប់គ្រងក្រុមហ៊ុន Shen ណាស់គ្រាន់តែខោអាវប៉ុន្មានកុំភ្លេចធ្វើឲ្យពួកគេវង្វេងអស់ទៅហើយទោះជាយ៉ាងណាអ្នកគ្រប់គ្រងក្រុមហ៊ុន Shen ពេលនេះគឺរូបអ្នកកុំភ្លេចថាបន្តិចទៀតនឹងមានរឿងល្អមើលហើយឥឡូវនេះសូមស្វាគមន៍មកកាន់កម្មវិធីដ៏អស្ចារ្យនេះសូមអញ្ជើញអ្នកស្រី Shen ដែលជាអ្នករចនាម៉ូដឡើងមកលើឆាកអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទះដៃកម្មវិធីនេះមានឈ្មោះថាការចងចាំហើយឈុតដែលខ្ញុំស្លៀកនេះជាចុងក្រោយអរគុណលោកខ្លាំងណាស់សម្រាប់ការឧបត្ថម្ភអរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នាហេតុអីក៏ខ្លាចជាបែបនេះយកសេននាំអ្នកស្រី Shen ទៅខាងក្រោយដើម្បីបដូរសម្លៀកបំពាក់បាទអ្នកនាង Shen សូមអញ្ជើញតាមផ្លូវនេះសូមអ្នកទាំងអស់គ្នាមេត្តាចិត្តត្រជាក់សិនចំពោះឧបត្តិហេតុបន្តិចបន្តួចក្នុងនាមយើងជាអ្នករៀបចំកម្មនឹងផ្ដល់ការពន្យល់ដ៏សមស្របមួយដល់អ្នករាល់គ្នាតើមានរឿងអីហ្នឹងតើនេះជាការរៀបចំទុកមុនមែនទេមិននឹកស្មានថាអ្នកនាងធំត្រកូល Shen បែរជាមានល្បិចបែបនេះសោះមនុស្សដែលរត់តាមប្រុសខាងក្រៅតើមានអីល្អទៅពិតជាគួរឲ្យស្ដាយសមត្ថភាពរបស់គាត់ណាស់គឺបែបនឹងឯងនិយាយបន្តទៀតទៅចៅហ្វាយសំណាងហើយដែលលោកឲ្យគេលួចដំឡើងកាមេរ៉ាសម្ងាត់ទុកការពារមុនសមាសធាតុទឹកថ្នាំនោះពួកយើងរកឃើញហើយវាជាសារធាតុរំលាយសរសៃអំបោះកម្រិតខ្លាំងជាងធម្មតា3ដងវាមានប្រភពតែមួយជាមួយគ្រឿងនៅក្នុងលរិតមុននេះជារបស់សាច់ញាតិខាង Len Won Che ឲ្យខ្ញុំមើល
គឺគាត់មែនអរគុណអ្នកណាស់លោកអ្នកកុំបារម្ភអីមិនយូរទេខ្ញុំនឹងរកការពិតឲ្យអ្នកការពិតសម្រាប់លោកតើអ្វីទៅជាការពិតមិនរាប់ទេសម្ដីអ្នកស្រី Shen ស្ដាប់ទៅហាក់ដូចជាមិនសូវស្រួលទេដោះស្រាយពួកអ្នកនៅជុំវិញខ្លួនគាត់សិនទៅអ្នកទាំងអស់គ្នាឃើញហើយមែនទេនេះជាវិធីដែល Shen ដេញសពប្រព្រឹត្តចំពោះត្រកូល Shen និងការសហការជាមួយ Meng Hao គាត់ច្រណែនតែខ្ញុំកាន់តំណែងជាអ្នកគ្រប់គ្រងត្រកូល Shen គាត់ចិត្តណាធ្វើឲ្យដាច់ខ្សែអាវគឺដើម្បីតែលបួងលោកប៉ុណ្ណោះពាក់អាវទៅខ្ញុំមើលទៅគាត់គ្រាន់តែជាស្រីដែលរត់តាមអង្គរៈប៉ុណ្ណោះតើគាត់មានសិលធម៌អីទៅមិនចម្លែកទេដែលគាត់មិនព្រមរៀបការចូលគ្រួសារយ៉ាតាមពិតចង់ធ្វើជាលោកស្រីលូសោះបើប្រកូលត្រកូល Shen ឲ្យមនុស្សបែបនេះគង់តែរលីទេមិនខុសទេបងស្រីខ្ញុំគាត់គឺជាមនុស្សបែបហ្នឹងឯងធ្វើឲ្យថោកទាបដល់មុខមាត់ត្រកូល Shen អស់ហើយឲ្យតែជាប្រុសគាត់ចង់តែនៅក្បែរទាំងអស់អ្នកសាក់និយាយម្ដងទៀតមើលខ្ញុំនឹងសងសឹកអ្នក Shen ជូអ្នកហ៊ានវាខ្ញុំផងអេអ្នកអាយ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 មើលចុះអ្នករាល់គ្នាហ៊ានវាប្អូនស្រីបង្កើតដើម្បីតែបញ្ឆោតប្រុសសោះមីស្រីថោកទាបថ្ងៃនេះខ្ញុំនឹងចាត់ការអ្នកជំនួសត្រកូល Shen អាយលោកហេតុអីលោកហ៊ានវាកូនស្រីខ្ញុំពេលបោះខ្ញុំខឹងគឺមិនយកយល់ឲ្យអ្នកណាទាំងអស់លោកពិតជាត្រូវស្រីម្នាក់នេះបោកបញ្ឆោតមែនគាត់បំផ្លាញកម្មវិធីរបស់អ្នកនៅតែការពារគាត់ទៀតអេមើលទៅកញ្ញាច្បងត្រកូល Shen ពិតជាមានមន្តស្នេហ៍មិនធម្មតាមែនហើយកិច្ចសហការរវាងកញ្ញាទី2និងលោកត្រូវគាត់បំផ្លាញអស់ហើយតែអ្នកដែលត្រូវគេជេរបែរជាកញ្ញា Shen ទៅវិញភ្នែកអ្នករាល់គ្នាគឺមើលឃើញច្បាស់ណាស់លោកកុំចាញ់បោកស្រីកញ្ជ្រោងម្នាក់នេះឲ្យសោះឈប់ចាក់ទៅឈប់ភ្លាមកុំចាក់អីឈប់ទៅវាជាការពុតផោទាំងអស់នេះគឺជាអ្វីដែលអ្នកកាត់ឡើងសោះតើកញ្ញាទី2ត្រកូល Shen ចង់មើលកំណត់ត្រាទិញឆ្នាំដែរទេរបស់ភូស្តាងនៅជាប់ខ្លួនអ្នកនៅឡើយទេបន្តទៀតទៅមើលទៅដូចជាត្រូវមុនស្នេហ៍ហើយជាផ្កាកុលាបនោះពិតជាខ្លាំងមែនអំបញ្ញមិញគាត់ទៅតែឆ្លីសៀបការទៀតផងចាំខ្ញុំនៅក្នុងឡានទៅលោកស្រីលោចាំមើលថាអ្នកណាហ៊ានតាំងជាមួយខ្ញុំទៀតឈប់ចាក់ទៅឈប់ភ្លាមកុំចាក់អីឈប់ទៅបន្តទៀតខ្ញុំដឹងថាពួកយើងខុសហើយគ្រាន់តែទុកផ្លូវរស់ឲ្យពួកខ្ញុំផងទៅនៅក្នុងដៃខ្ញុំមានគឺលីសៀវឡុងភូស្តាងនៃការប្រើប្រាស់សម្ភារៈអង្គគុណភាពកញ្ញាសិនជឺសៀអ្នកត្រូវបានសង្ស័យថាប្រើប្រាស់សារធាតុបន្ថែមអាហារដែលត្រូវបានហាមសូមអញ្ជើញទៅជាមួយពួកយើងមួយផ្លែតអបអរសាទរផងកញ្ញាសិនពេលនេះក្រុមហ៊ុនត្រកូលសិនបានមកនៅក្នុងដៃអ្នកវិញទាំងស្រុងហើយកាត់អីហ្នឹងអ្នកមិនសប្បាយចិត្តទេអីពិតជាអ្នកមែនលូឈិនពិតជាអ្នកមែនលូឈិននរណាប្រដៅខ្ញុំមិនហ៊ានទទួលពាក្យថាបុកកញ្ញាពីអ្នកទេលោកលូកញ្ញាសិនកូនឆ្កែអីទៅអ្វីដែលខ្ញុំចិញ្ចឹមច្បាស់ជាសត្វដែលឃ្លានខ្លាំងហើយ
សិនធានស៊ីអ្នកហ៊ានបោះរបស់ខ្ញុំចោលផងអីពេលនេះក្រុមហ៊ុនត្រកូលសិនជារបស់ខ្ញុំតើអ្នកជាស្អីទៅមីស្រីថោកទាបអ្នកគួរតែដឹងថាអ្វីដែលអ្នកលួចបន្លំជាច្រើនឆ្នាំមកនេះដល់ពេលត្រូវសឹងវិញហើយអ្នកនឹងត្រូវស្ដាយក្រោយអ្នកគួរតែលុតជង្គង់អរគុណសំណាងហើយដែលរឿងឆោតល្ងងដែលកូនស្រីអ្នកបានធ្វើមិនបានអូសទាញអ្នកឲ្យពាក់ព័ន្ធដែរបើមិនដូច្នោះទេពេលនេះអ្នកក៏ប្រហែលជាត្រូវជាប់គុកដែរម៉ាក់ខ្ញុំយកផ្ទះយើងត្រឡប់មកវិញបានហើយចាប់ពីពេលនេះទៅពួកយើងនឹងនៅជាមួយគ្នាជារៀងរហូតគាត់ទៅបាត់ហើយអូលោកលូហេតុអីលោកមកនៅទីនេះជួយផ្ដាំសួរសុខទុក្ខគាត់ផងចៅហ្វាយនៅខាងទៀតមែនទេលោកលូនៅខាងក្រៅដូចជាកូនឆ្កែនេះថាដែលគេបោះបង់ចោលអញ្ចឹងគួរឲ្យអាណិតណាស់ប៉ាអ្នកអាណិតគាត់អញ្ចឹងអាហារពេលព្រឹកនេះឲ្យអ្នកញ៉ាំចុះខ្ញុំមិនហ៊ានទេនោះជាអ្វីដែលលោកលូទិញឲ្យអ្នកតើអាហារពេលព្រឹកដែលប្រធានក្រុមហ៊ុនបានហៅទិញខ្ញុំគ្មានសំណាងបានញ៉ាំទេធានស៊ីខ្ញុំសុំទោសរឿងអត្តសញ្ញាណខ្ញុំមិនគួរលាក់បាំងអ្នកទេមិនបាច់ពន្យល់ទេខ្ញុំရှင်းថេងឈោមិនត្រូវការកាប់ដោតទៀនពីមនុស្សបោកប្រាស់ទេស្ដាប់ព្រើលូចិនពិតជាមានចំណុចខ្សោយនៅភាគខាងកើតមែនឆែកឃើញថាគាត់ឈ្មោះရှင်းថេងឈោទៅស៊ើបអង្កេតគាត់ទៅអគ្គនាយកថ្មីហាគួរឲ្យចាប់អារម្មណ៍ណាស់បើមិនអាចយកជីវិតគាត់បានក៏កម្ចាត់ចំណុចខ្សោយរបស់គាត់ទៅធ្វើឲ្យគាត់រស់នៅដូចស្លាប់អ្នកនាងលោកក៏បានឈរនៅខាងក្រៅ3ម៉ោងហើយថ្មីនេះខាងក្រៅមានព្យុះព្រៅខ្លាំងកន្លែងជាច្រើនរងគ្រោះក្នុងព័ត៌មានថាមានអ្នកស្លាប់និងរបួសដល់ទៅ9នាក់ហើយលោកកំពុងខ្ពស់ណាស់ព្យុះព្រៅធំបែបនេះនឹងអាចយកជីវិតអ្នកបានទីងសៀអ្នកនៅចាំទេកាលពី3ឆ្នាំមុនជីវិតខ្ញុំគឺអ្នកជាអ្នកដល់ឲ្យពេលនោះអ្នកគឺជាលោកហើយមែនទេបាត់អ្នកបានការពារខ្ញុំច្រើនឆ្នាំមកហើយសងអស់ហើយមិនបាច់គិតចង់ធ្វើអ្វីទៀតទេពួកយើងគ្មានពាក់ព័ន្ធគ្នាទៀតទេស្ដាប់ព្រឺធ្លាក់ខ្ញុំបានបោកប្រាស់អ្នកស្អប់ខ្ញុំគឺសំហើយខ្ញុំនឹងមិនបង្ខំអ្នកទេបើអ្នកមិនចង់ឃើញមុខខ្ញុំទៀតអញ្ចឹងខ្ញុំនឹងបាត់មុខទៅអញ្ចឹងខ្ញុំមិនជូនដំណើរលោកទេវាអ្នកឲ្យងាប់ទៅងាប់ទៅវាឲ្យងាប់អ្នកធ្វើឲ្យយើងទៅជាប់គុកទៅងាប់ទៅតើលោកបញ្ជាឲ្យពួកអ្នកមកសម្លាប់ខ្ញុំមែនទេខ្ញុំមិនដែលគិតចង់យកជីវិតឈានធេងទេលោកម្ចាស់ទាំងឡាយតើអាចលើកលែងទោសឲ្យខ្ញុំបានទេអ្នកមិនចង់បានឈានធេងឈូអញ្ចឹងពួកយើងរកខុសមនុស្សហើយមែនហើយពួកអ្នករកខុសមនុស្សហើយតើគួរធ្វើម៉េចទៅអាម្នាក់នោះខ្ញុំសម្លាប់វាចោលហើយ
ពួកអ្នកមកទីនេះគឺដើម្បីរក Shenting ចុះមែនទេពិតណាស់ខ្ញុំសម្លាប់អាម្នាក់ត្រកូលលោកនោះមិនបានទេតែខ្ញុំចង់កម្ចាត់កូនចៅរបស់វាតើឲ្យខ្ញុំជឿអ្នកយ៉ាងម៉េចទៅអាម្នាក់ត្រកូលលោកនោះធ្វើឲ្យខ្ញុំខ្លាចជាមនុស្សពិការខ្ញុំនឹងធ្វើឲ្យវាចង់ស្លាប់ក៏ស្លាប់មិនបានហាហាបោះដល់ពេលយើងត្រូវទៅប្រលានយន្តហោះហើយបោះរឿងធំហើយមកខោបានចូលស្រុកតាំងពីម្សិលមិញអីគេផ្ដេសផ្ដាស់ហើយពួកអ្នកចង់ធ្វើអីហ្នឹងអ្នកជាអ្នកណាមិនឆ្ងល់ទេថាហេតុអ្វីអាម្នាក់ត្រកូលលោកនោះវង្វេងខ្លាំងម្ល៉េះរូបរាងពិតជាមិនអន់មែនគឺមកខោជាស្ត្រូវរបស់លូឆេងខ្ញុំក៏នឹងសម្លាប់វាដែរសម្លាប់វាឥឡូវនេះទៅតាមឡើយខ្ញុំចង់សម្លាប់អ្នកសន្សឹមម្ដងបន្តិចតែឥឡូវខ្ញុំបដូរចិត្តហើយស្រីស្អាតបែបនេះមិនអាចឲ្យអ្នកគេម្នាក់ឯងបានទេស្ដោះភ្លុកបន្តិចទៅនេះជាជំរឿចុងក្រោយដែលអ្នកអាចផឹកបានផឹកទៅអ្នកឯងជាស្អីហ៊ានត្រៃជាមួយខ្ញុំផងអ្នកស្មានថាអាម្នាក់ត្រកូលលុះស្រឡាញ់អ្នកមែនទេចាំមើលទៅតាមពិតទៅនៅចំពោះមុខគាត់អ្នកគ្រាន់តែជាមនុស្សកំសាកដែលមានមោទនភាពទាបបំផុតទើបមកបញ្ចេញចរិតដាក់ខ្ញុំបែបនេះថាអីដៃម្ខាងរបស់អ្នកគឺគាត់ជាអ្នកកំទេចវាបិទមាត់ទៅសម្រាប់វាទៅសម្រាប់វាទៅសម្រាប់ខ្ញុំអ្នកមិនខ្លាចគាត់មកហែកសាច់អ្នកជាកង់ទេអីហា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 កញ្ញាសិនអ្នកកាន់តែគួរឲ្យចាប់អារម្មណ៍ហើយថ្ងៃក្រោយកុំឲ្យខ្ញុំចាប់បានចំណុចខ្សោយរបស់អ្នកឲ្យសោះបើមិនអីចឹងទេខ្ញុំនឹងធ្វើឲ្យអ្នករស់នៅដូចស្លាប់ចំណុចខ្សោយខ្ញុំមិនមានរបស់បែបហ្នឹងទេហាហាហាកញ្ញាសិនអ្នកកាន់តែគួរឲ្យចាប់អារម្មណ៍ហើយអាម្នាក់ត្រកូលលេងអ្នកចង់ធ្វើបាបវាបែបណាក៏បានដែរទុកឲ្យវានៅមានដង្ហើមទៅបានហើយឈានគ្រប់អ្នកធ្វើឲ្យកូនស្រីខ្ញុំជាប់គុកធ្វើឲ្យខ្ញុំគ្មានផ្ទះសម្បែងអ្នកត្រូវតែស្លាប់បើអីចឹងប្រគល់វាឲ្យខ្ញុំមកអ្នកយកសប្បុរសហើយហាហាហាបើមិនឲ្យទេក៏ទៅងាប់ទៅងាប់ទៅហាហាហាកុំតន់ឲ្យវាស្លាប់ខ្ញុំនៅចង់លេងជាមួយវាទៀតស្រីស្អាតតូចស្រែកទៅរួចចេញទៅថ្ងៃនេះខ្ញុំនឹងចាត់ការអ្នករួចបញ្ជូនអ្នកទៅកំពូលភ្នំចេញទៅកុំមកប៉ះខ្ញុំលូឆេនអ្នកមិនមែននៅលើប៉ាល់ហោះទេអីលូឆេនអ្នកមិនមែននៅលើប៉ាល់ហោះទេអីមិនអីទេមែនទេលូឆេនខំពូវាឲ្យងាប់ទៅបាត់អ្នកនាងធំស្មានមិនដល់ថាជាលោកលូសោះមិញនេះអ្នកវីគាត់ប៉ុន្មានដៃចង់បាត់ដៃខាងទៀតដែរមែនទេអ្នកធ្វើឲ្យដៃខ្ញុំពិការទាំងសងខាងហើយមិនឲ្យខ្ញុំស្លាប់ទៀតអីចឹងជើងក៏ឲ្យពិការដែរទៅฉันทิ้งชวนបើចង់ងាប់ក៏ងាប់ជាមួយខ្ញុំទៅខ្ញុំនឹងប្រថុយស្លាប់រស់ជាមួយអ្នកនាងធំលូឆិន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 ចម្ងាយផ្លូវចម្ងាយចុះលូឆិនវិញលោកម្ចាស់អ្នកទើបតែដឹងខ្លួនកុំអាររំភើបពេក
ឥឡូវគាត់នៅណាគាត់មិនអីទេមែនទេលោកលឺគាត់របួសធ្ងន់ណាស់មិនប្រកាសថាអាចដឹងខ្លួនវិញទេលោកម្ចាស់លោកម្ចាស់កញ្ញាឈែនអ្នកមិនទាន់ជាសះស្បើយទេការងារមើលថែបោះទុកឲ្យខ្ញុំជាអ្នកធ្វើចុះរឿងនេះអ្នកតាមគាត់យូរប៉ុណ្ណាហើយខ្ញុំតាមគាត់តាំងពីអាយុ14ឆ្នាំមកម្លេះគាត់ដូចជាពេលនេះពេលដែលដេកស្ងៀមនៅលើគ្រែបែបនេះច្រើនដែរទេបោះមិនដែលបង្ហាញភាពទន់ខ្សោយឲ្យស្ត្រូវឃើញទេដូច្នេះកញ្ញាឈែនសម្រាប់បោះអ្នកគឺជាមនុស្សដែលសំខាន់ជាងជីវិតគាត់ទៅទៀតចុះហេតុអ្វីបានជាពួកអ្នកកុហកខ្ញុំដំបងឡើយបូខៃមិនឲ្យខ្ញុំប្រាប់អ្នកទេប៉ុន្តែកញ្ញាឈែនអ្នកក៏បានឃើញហើយថាគាត់ឆ្លងកាត់ឧបសគ្គនឹងការបង្ហូរឈាមច្រើនណាស់ទើបមកដល់ចំណុចនេះដំបងឡើយគាត់មិនចង់ឲ្យអ្នកនៅក្បែរគាត់ទេគឺដោយសារគាត់មិនចង់ឲ្យអ្នកជួបគ្រោះថ្នាក់ដូចដែលគាត់ធ្លាប់ជួបទើបគាត់សុខចិត្តធ្វើជាអង្គរៈដើម្បីតាមការពារអ្នកដោយស្ងាត់មិនឆ្ងល់ទេបានជាពិបាកចូលក្បែរម្លេះក្រោយមកគាត់ក៏ដឹងថាអ្នកមានចរិតរឹងមាំនិងម្ចាស់ការលើខ្លួនឯងគាត់ក៏សម្រេចចិត្តជួយជ្រោមជ្រែងអ្នកពីក្រោយក្នុងវិញពិតមែនហើយបោះគាត់ពិតជាបានបោកអ្នកមែនតែទាំងអស់នេះក៏ព្រោះតែគាត់ស្រឡាញ់អ្នកខ្លាំងពេកលូឈឹងពន្លឺថ្ងៃចាំងភ្នែកខ្លាំងណាស់ហេតុអីនៅមិនទាន់ដឹងខ្លួនទៀតនៃកូនឆ្កែតូចប្រញាប់ដឹងខ្លួនឡើងខ្ញុំនឹងឲ្យស្គាល់គ្រាប់អ្នកញ៉ាំល្អទេហឹមនេះជាអ្វីនៃកូនឆ្កែតូចអ្នកស្រឡាញ់ខ្ញុំដល់ថ្នាក់នឹងផងខ្សែចុងសក់នេះចាស់ដល់ថ្នាក់នឹងហើយនោះជាលើកដំបូងដែលខ្ញុំបានជួបអ្នកពេលដែលអ្នកស្ទើរតែស្លាប់នោះអីមិននឹកស្មានថាលើកទី2ខ្ញុំបែរជាជឿចាប់ខ្លាំងបែបនេះលូឈឹងឈួតប្រញាប់ដឹងខ្លួនឡើងមកខ្ញុំខ្វះអ្នកមិនបានទេពេលអ្នកប្រាប់ថាចង់ចាក់ចេញខ្ញុំយំអស់មួយយប់អ្នកដឹងទេខ្សែចុងសក់នេះមានអីល្អទៅចាំខ្ញុំទិញឲ្យអ្នក100ឬ1000ទៀតនៅថ្ងៃក្រោយខ្ញុំសុំតែមួយនេះគឺគ្រប់គ្រាន់ហើយផ្លែគីវីឆ្ងាញ់ណាស់ខ្ញុំចង់អរគុណលោកប្រធានលូនៃក្រុមហ៊ុនម៉ាន់ហាវអរគុណគាត់ដែលក្នុងអំឡុងពេលខ្ញុំរវល់បំផុតគាត់តែងតែធ្វើម្ហូបឆ្ងាញ់ឲ្យខ្ញុំរាល់ថ្ងៃគួរឲ្យស្រឡាញ់ណាស់ធ្វើមិនទៅអ្នកឲ្យខ្ញុំប្រកាសជាសាធារណៈតែគ្មានអ្នកណាជួបខ្ញុំសោះ
មិនអីទេឲ្យតែខ្ញុំជឿអ្នកគឺគ្រប់គ្រាន់ហើយលោកហ៊ូប៊ូចិនមិនអាចទៅរួចទេគាត់គឺជាលោកលូមែនហ្នឹងមិនអាចទេមិនពិតទេគាត់គឺជាលោកលូមែនហ្នឹងហា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 គាត់គឺជាលោកម្ចាស់មែនហ្នឹងសិនធីងសុនខ្ញុំចាញ់ហើយខ្ញុំចាញ់ដោយអស់ចិត្តតែម្ដងអ្នកស្អាតណាស់លោកស្រីលូអ្នកក៏មិនអន់ដែរលោកលូនៅខាងខ្ញុំរឿងលាក់អត្តសញ្ញាណទៀតមែនទេចុះអ្នកចង់សងជាមួយចិត្តខ្ញុំយ៉ាងម៉េចដែរលោកស្រីអាចរងចាំមើលបានបានហើយកូនឆ្កែទៅងូតទឹកចូលគេងទៅតែប៉ុណ្ណឹងមែនហីកាលពីមុនអ្នកតែងតែធ្វើដាក់ខ្ញុំបែបហ្នឹងតើឥឡូវមិនដូចពីមុនទេឥឡូវពួកយើងជាប្តីប្រពន្ធនឹងគ្នាហើយខ្ញុំមិនខ្វល់ទេកាលពីមុនអ្នកធ្វើឲ្យខ្ញុំទន្ទឹងរង់ចាំមិនស្ទើរទេហឹមលោកស្រីខ្ញុំសូមអង្វរតើជាចោកឬក៏ជាកូនឆ្កែឲ្យប្រកាសទៅលោកស្រីសាក់មើលទៅនឹងដឹងហើយ